ហ៊ុនម៉ាណែតអត់ទឹកដងមែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តចាញ់ក្មេងគតិបណ្ឌិតទៅចាប់ធ្វើបាបទៅទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី1ហ៊ុនសែនផាក់ស៊ីនខ្ញុំដាក់ជាសញ្ញាសួរហ៊ុនសែនថាគាត់ធ្លាប់អង្គុយកន្លែងផ្ទុះអាវុធចិនដាខឹមហើយលទ្ធផលចរចាប្រធានបទទី2ខ្ញុំភ្ជាប់ជាមួយនឹងប្រវត្តិទីហ៊ានលីកភ្លើងច្បាំងនិងទីហ៊ានលើកជើងសមរភូមិដែលឪពុកខ្ញុំឆ្លងកាត់ខ្ញុំដាក់ចំណងជើងថាឪពុកខ្ញុំក្នុងសមរភូមិប្រធានបទទី3មីសកាឡៃម៉ាក្រុងទៅវៀតណាមនិងឥណ្ឌូនេស៊ីប្រធានបទទី3នេះសម្រាប់កែវខ្ញុំនឹងលើកយកមកធ្វើជាកូនប្រធានបទតូចសុញសែននៅគ្រឿងខ្លែងទី2ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតមានគ្រឿងខ្លែង1និងប្រធានបទទី3បងប្អូននៅប្រទេសជប៉ុនសូមចូលរួមមហាបាតកម្មអហិង្សាបងប្អូនត្រូវតែមានចិត្តក្លាហាននិងលះបង់បើបាតកម្មគឺជារឿងខុសច្បាប់ជប៉ុនមិនអនុញ្ញាតឲ្យធ្វើទេយើងអាចធ្វើបាតកម្មបានយើងជាខ្មែរគួរឲ្យអាសូរស្រណោះជប៉ុនពេកដែលយើងធ្វើបាតកម្មបាននៅក្រៅប្រទេសនៅប្រទេសកូរ៉េនៅជប៉ុននិងអឺរ៉ុបប៉ុន្តែយើងបែរជាមិនអាចធ្វើបាតកម្មនៅក្នុងប្រទេសរបស់យើងអានេះគឺជារឿងមួយដែលគួរឲ្យសោកសៅណាស់បងប្អូនបញ្ជាក់ថាស្រុកយើងគឺជាស្រុកដែលក្តៅនយោបាយសំណាងកែអត់មានសន្តិភាពទីដែលខ្ញុំឧស្សាហ៍និយាយទ្រឹស្ដីសូនតារាហ្នឹងគឺអួតមានន័យថាអត់ខ្លែងខ្លាយគឺដូចពិតសុខត្រី KH ទោះយ៉ាងណាក៏ដោយជំនីសុខការចូលរួមបាតកម្មជុំវិញពិភពលោកស្ដីអំពីលទ្ធិប្រជាធិបតេយ្យនិងបូរណភាពទឹកដីខ្មែរវាជាកម្មសិទ្ធិរបស់យើងទាំងអស់គ្នាតាមពិតគណៈបកប្រជាជនណាបងប្អូនគឺគេគ្រប់គ្រងយើងច្រើនណាស់គ្រាន់តែគេអត់មាត់រឿងធ្វើបាតកម្មនៅក្រៅប្រទេសមួយទៀតថ្មីនេះខ្ញុំនិយាយបន្តិចរឿងផ្ទុះអាវុធមួយប្រាវនៅព្រំដែនទោះជាមានអ្នកខ្លះមានទស្សនៈផ្សេងគ្នាថាវាជាការល្បីនយោបាយអីយ៉ាងណាខ្ញុំមិនវិញនិយាយព្រោះហ្នឹងជាប៉ុន្តែសួរតែចុះគេនិយាយខុសទេជាទស្សនៈនេះជាទស្សនៈអាចយើងគិតទៅយើងយល់ថាអសង្ស័យថាអញ្ចឹងយើងថាអញ្ចឹងបានណាប៉ុន្តែការពិតយ៉ាងណាគឺអាស្រ័យទៅលើវិទ្យាសាស្ត្រមួយឥឡូវបងប្អូនឃើញមានណាអ្នកដូចជាតារាភាពយន្តអតីតនៃសិល្បករកីឡាករខ្មែរជាច្រើននឹងបានចេញមុខសុទ្ធតែដើម្បីច្បាំងការពារចោលឈ្លានពានដើម្បីការពារទឹកដីហ៊ានបូជាជីវិតបងប្អូនមើលព័ត៌មានគេចេញមកព្រមព្រៀងដែរប៉ុន្តែយើងត្រូវសួរវិញថាពេលខ្ញុំសួរ3សំណួរណាដើម្បីទៅកាន់គណៈបកប្រជាជននិងដើម្បីបញ្ជាក់ថាគណៈបកប្រជាជនក៏គ្រប់គ្រងការធ្វើបាតកម្មនៅជុំវិញពិភពលោកស្ដីអំពីសិទ្ធិមនុស្សនិងបូរណភាពទឹកដីដែរគ្រាន់គេមិនមកអារម្មណ៍នេះថាអូអញ្ចឹងនៅជប៉ុនចូលបងប្អូនចូលរួមឲ្យបានច្រើនកកសំណួរទី1យោទៅតាមអ្វីដែលខ្ញុំបានលើកឡើងអំបញ្ញអំពីឃើញមានសិល្បករណាកីឡាករឬក៏មនុស្សដែលមានមុខលេចធ្លោនៅក្នុងសង្គមថ្លែងអំពីការលះបង់ជីវិតបញ្ញាបូរណភាពទឹកដីចិត្តជលសាឧទាហរណ៍ដូចជាចុត្រាឆាននេះក៏គាត់និយាយដែរហ៊ានបូជាជីវិតណាដើម្បីការពារចោលឈ្លានពានទឹកដីឲ្យខ្ចាស់អានេះបើយោងតាមកោះសន្តិភាពដេលីប៉ុន្តែសំណួរ3ដែលខ្ញុំសួរទៅថាទី1ហេតុអ្វីបានទាល់តែមានជំលោះប្រដាប់អាវុធនៅតាមព្រំដែនទើបយើងចេញមកបដិញ្ញាចិត្តថាការពារទឹកដីអំឡុងពេលដែលគណៈបកប្រឆាំងជុំវិញពិភពលោកទាំងនៅក្នុងប្រទេសកំពុងតែនិយាយអំពីទឹកដីបាតកម្មទីមទីឲ្យការពារបូរណភាពទឹកដីនិង
កិច្ចព្រមព្រៀងផ្សេងបច្ចាបានជាតិអន្តរជាតិមិនបានជាអ្នកឯងមិនចេញមកគ្រប់ត្រសំណួរទី1ណាហើយតែបានខ្ញុំសួរសំណួរនេះបងប្អូនស្នេហាជាតិវាមានពិតប្រាកដមែនប៉ុន្តែកុំចាំតែគេខំយើងងាប់បើសិនជាអ្នកមានសតិសម្បញ្ញៈអ្នកគួរតែសម្លឹងឃើញថាគណៈបពប្រឆាំងកំពុងតែដើរផ្លូវត្រូវអ្នកដែលបាតកម្មជុំវិញពិភពលោកហ្នឹងដើម្បីអ្វីគឺដើម្បីជាតិមាតុភូមិហេតុអីបានជាអ្នកបែនមកទៅជាចោតប្រកាន់ឬក៏ថាគេញុះញង់បំពល់សង្គមសំណួរទី1សំណួរទី2បើសិនជាប្រទេសកម្ពុជាទាល់តែរងចាំមានដឹកនាំថាពីព្រោះរងចាំមានដឹកនាំថាឧទាហរណ៍ដូចជាទាល់តែហ៊ុនសែនហ្នឹងហ៊ាននិយាយថាអូឥឡូវនេះបញ្ជូនទ័ពទៅព្រំដែនអូឥឡូវនេះគេឈ្លានពាននៅវេលុកទឹកដីអូឥឡូវនេះគឺគេដាក់ចល័តកម្លាំងទ័ពបញ្ជូនទៅយើងទៅបញ្ជូនទៅដែរបានជាអ្នកណាត្រូវផ្អើលភ្ញាក់រលឹកហេតុអ្វីបានជាប្រទេសកម្ពុជាយើងទឹកដីរបស់យើងទាល់តែមានការឈ្លានពានហើយមិនទាន់ប្រតិកម្មទាល់តែហ៊ុនសែនថាបានប្រតិកម្មបន្តតាមក្រោយចុះខ្ញុំសួរទៅសំណួរនេះសំណួរទី2សំណួរទី3បើដូច្នោះពុទ្ធទីហ៊ានទឹកដីកម្ពុជាឧទាហរណ៍ថាបើសិនជាយើងខ្លាចគេឧទាហរណ៍នៅអ៊ុយក្រែននេះមេដឹកនាំកាត់ទឹកដីយើងឲ្យបរទេសហើយមេដឹកនាំហ្នឹងអត់មានមាត់អាម៉ាក់អញ្ចឹងយើងអត់មាត់យើងមេទឹកដីបាត់ហើយព្រោះយើងតលតែណែមេដឹកនាំនឹងស្រែកថាអានឹងឈ្លានពានបានយើងធ្វើវាយស្គរពីការពីទៅទ្រុងទុងឈ្លានពានហើយចុះគណៈបពប្រឆាំងថាឈ្លានពានណាសូបុណ្ណសោសឿនឆាយអាមិនក៏ទៅជាញុះញង់វាគឹមអានឹងគឺជាសំណួរមួយឡងណាបងប្អូនណាដែលគេមិនអាចឆ្លើយបានទេព្រោះវាជាការពិតប៉ុន្តែសរុបសេចក្តីមកនៅក្នុងគ្រឿងខ្លែងទី1នេះរុយក្បាលឃីវដែលខ្ញុំនិយាយថាខ្ញុំជឿថាគណៈបកប្រជាជនជាច្រើនគ្រប់គ្រងសកម្មភាពគណៈបកប្រឆាំងដើម្បីសិទ្ធិមនុស្សព្រោះសិទ្ធិនរណាក៏ត្រូវការដែរនិងបូរណភាពទឹកដីនៅក្នុងប្រទេសកម្ពុជាហេតុអ្វីយើងមើលសកម្មភាពរបស់ពួកគេក្រោយពេលមានការផ្ទុះអាវុធសុខកៃលរិទ្ធឬក៏មានចំនួននៅតាមព្រំដែនពួកគេតែងតែចេញមកបដិញ្ញាចិត្តអាណៃ Walker មានន័យថាបើពួកគេបដិញ្ញាចិត្តការពារបូរណភាពទឹកដីស្របជាមួយនឹងគណៈបកប្រឆាំងដែលទាមទារឲ្យអនុម័តឬក៏ប្រើប្រាស់យន្តការផ្សេងជាពិសេសយន្តការអន្តរជាតិបច្ចុប្បន្នដើម្បីការពារទឹកដីអាមិនបានទៅជាញុះញង់អានឹងមួយទៀតគេអាចនិយាយថាចេះបើរងឈុនទៅមើលព្រំដែនហេតុអីបានជាត្រូវបាត់បង់សិទ្ធិរឹបអូសទ្រព្យសម្បត្តិនឹងជាប់គុកឯចំណែកគណៈបកប្រជាជនទៅមើលព្រំដែនដូចជាលោកសំនិងអ្នកដទៃទៀតអត់អីហេតុអីបានជាយើងស្រែកការពារទុកមុនបូរណភាពទឹកដីយើងត្រូវទទួលបានការវាយប្រហារបើអញ្ចឹងមានន័យថាយើងគ្មានសិទ្ធិការពារទឹកដីទេប៉ុន្តែចំណុចស្របមួយអំណាចផ្ដាច់មកគឺខ្មែរគ្រប់រូបស្រឡាញ់ទឹកដីបើយើងនិយាយឲ្យការពិតចេះខ្មែរគ្រប់រូបស្រឡាញ់ទឹកដីស្រឡាញ់ប្រទេសជាតិរបស់ខ្លួនមករីកបានខ្មែរគ្រប់រូបស្ទើរតែគ្រប់រូបហ៊ានបូជាជីវិតដើម្បីទឹកដីនិងប្រទេសជាតិរបស់ខ្លួនវាខុសគ្នាត្រង់ថាវាមានសុវត្ថិភាពក្នុងការហ៊ាននិងគ្មានសុវត្ថិភាពក្នុងការហ៊ានតែប៉ុណ្ណោះប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់អ្វីទៅសុវត្ថិភាពនៃការហ៊ាននិងសុវត្ថិភាពនៃការមិនហ៊ានសុវត្ថិភាពនៃការហ៊ាននិងនៃការមិនហ៊ានចង់និយាយថាក្នុងបេះដូងក្រអៅបេះដូងខ្មែរទាំងអស់សុទ្ធតែស្រឡាញ់ជាតិមាតុភូមិអត់មានខ្វះនរណាម្នាក់ទេគ្រាន់តែគាត់និយាយទៅវាអាចបញ្ចេញមនោសញ្ចេតនាចំពោះទឹកដីទៅគេយកគាត់ទៅវាយចោលទៅអពតឬក៏គេយកគាត់ទៅដាក់គុកសម័យបច្ចុប្បន្នអញ្ចឹងគាត់ត្រូវរងចាំមើលតើនរណាដែលអាចឲ្យគាត់បញ្ចេញបានហ៊ុនសែនហ៊ុនម៉ាណែតតែឲ្យគាត់បញ្ចេញបានគាត់បញ្ចេញតាមពិតអានឹងវាកត់នៅក្នុងសរសៃឈាមមនោសញ្ចេតនាបេះដូងរបស់បងប្អូនយើងទាំងអស់គ្នាមិនថាគណៈបពប្រឆាំងនេះទេប៉ុន្តែហេតុអីបានគេតម្រូវឲ្យថាគណៈបពប្រឆាំងនឹងញុះញង់លៀបពណ៌មកពីគេថាអញ្ចឹងទៅវារស់វាអត់ងាប់គេអត់យកទៅដាក់គុកប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតសុភ័ក្រទូរទស្សន៍សូនតារាស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតកូនប្រធានបទទី3ខ្ញុំលើកយកមកមុនព្រោះអានឹងវារៀងបាត់ដោយឡែកពីគេបន្តិចហើយជាគ្រឿងខ្លែងទី2ធំម៉ាក្រុងថ្ងៃនេះខ្ញុំនិយាយរឿងប្រធានាធិបតីម៉ាក្រុងបន្តិច
បងប្អូនមានបងប្អូនយើងជាច្រើនសំដៅពោប្រធានបទហ្នឹងតាំងពីម្សិលមិញឲ្យខ្ញុំនិយាយអំពីថាហេតុអីបានជាម៉ាក្រុងទៅវៀតណាមទៅឥណ្ឌូនេស៊ីប៉ុន្តែមិនជន់ទឹកដីខ្មែរខ្ញុំក្នុងសំណួរនេះខ្ញុំឆ្លើយទៅខ្លីៗថាគឺបេសកកម្មរបស់ប្រទេសនីមួយៗគេមានគោលដៅនិងអត្ថប្រយោជន៍ណាគេមិនមែនអត់ទៅតែខ្មែរទេបើយើងនិយាយយុទ្ធធម៌ថៃក៏គេមិនទៅម៉ាឡេស៊ីក៏គេមិនទៅណាពីព្រោះអីវាអត់ចំគោលដៅអត្ថប្រយោជន៍និងយុទ្ធសាស្ត្ររបស់គេខ្លីចម្លើយហ្នឹងណាបើថាអាស៊ានគេទៅទាំងអស់អត់ទៅតែខ្មែរឯកឧត្តមសៀងតាអានឹងចាំយើងថាវាមិនប្រក្រតីប៉ុន្តែគេមិនមែនអត់ទៅតែខ្មែរណាឡើងគេមិនទៅ10ប្រទេសទេណាសុបិនណាមួយទៀតក្រៅតែពីបងប្អូនយើងជាច្រើនរស់សាសុខាបានសំណូមពរឲ្យខ្ញុំលើកវាធ្វើជាប្រធានបទខ្ញុំគិតថាវាមិនសូវជាសំខាន់ប្រហែលទេទើបខ្ញុំមិនទាន់ដាក់នៅក្នុងប្រធានបទភ្លាមប៉ុន្តែមានគណៈបកប្រជាជនច្រើនអ្នកគាត់ចូលខមមិននៅក្នុងទំព័រ Facebook របស់ខ្ញុំខ្ញុំអានប៉ុន្តែឥឡូវនេះបើកវងកញ្ចក់តិចបងប្អូនណាបងប្អូននៅ admin ខ្ញុំលើកាចគាត់ថា admin ខ្ញុំទៅអើយលើស្ដាប់លោកគ្រូហើយតែមិនបើទីកណាទៅគាត់និយាយលាយទេមិនមែនគាត់លេងស្ដាប់លោកគ្រូទេទោះយ៉ាងណាគឺគាត់នៅតែមិនប្លុកមនុស្សចឹងខ្ញុំថាឥឡូវគាត់មិនឈ្នះទេបើគាត់មានពេលទំនេរណាខ្ញុំថាបើអត់គុំទៅលវីលវល់ខ្ញុំមិនចង់លវីលវល់ខ្ញុំថាអត់ទេលោកគ្រូអានឹងត្រូវពាត់សីមាឬក៏ត្រូវនៅផ្លុំបល័យចាក់ពួកខ្មោចចាក់ក្អមខ្លះឥឡូវបងប្អូនមានឃើញទេនៅ Facebook ខ្ញុំឃើញ admin ខ្ញុំគាត់ធ្វើខ្លះគាត់មានពេលគាត់ធ្វើការទេមែនទេគាត់នៅអាមេរិកខ្ញុំថាបើមានពេលធ្វើទៅមិនអីទេតែបើអត់គុំទៅលវីលវល់ហើយយ៉ាងហោចណាស់មានចំណុចមួយគឺគាត់អត់ប្លុកមនុស្សបងប្អូនណាអត់ប្លុកមនុស្សប៉ុន្តែយ៉ាងបងប្អូនច្រឡំខមមិនស្តៀងខ្មោចខ្ញុំមិនដឹងadminក៏ប្លុកបាត់ដែរណាប៉ុន្តែអត់ទេខ្ញុំប្រាប់ថាកុំអីមើលដូចថាមើលចោះអីកុំទៅចំណាយពេលវេលាជាមួយអាចឹងទៀតប៉ុន្តែខ្ញុំបើកវងកញ្ចក់ទេគាត់តែចង់រំលឹករឿងនៃខ្មោចលងនិងរឿងគណៈបកប្រជាជនគេខមមិននៅក្នុង Facebook របស់ខ្ញុំហើយ admin ឆ្លាតបងប្អូនគាត់មើលគាត់ដឹងថាអានឹងមនុស្សអានឹងខ្មោចខ្ញុំមើលដឹងតែខ្ញុំថាអូអានឹងមនុស្សអានឹងខ្មោចទោះជាជេរមិនដឹងថាអានឹងមនុស្សចំណុចមួយគេថាចេះ Lita Adjectuch ហើយអានឹងភាសាគណៈបកប្រជាជនសិលធម៌ទេខ្ញុំនិយាយតាមគាត់ក្នុងគុណត្រាបាំងខោហើយថាបារាំងអាមេរិកនឹងនិយាយអំពីសិទ្ធិមនុស្សថាប្រទេសកម្ពុជាអត់មានលទ្ធិប្រជាធិបតេយ្យជាមករាហើយចុះស្រុកយួនកុម្មុយនីសស្រុកចិនកុម្មុយនីសអត់មានប្រជាធិបតេយ្យផងអាមេរិកក៏អាមេរិកហើយនឹងបារាំងប្រធានាធិបតីម៉ាក្រុងទៅអាហ្នឹងបានជាយើងត្រូវឆ្លើយបងប្អូនហេតុអីរុស្សូនតារាចូលចិត្តផ្ដល់តពុកឲ្យបងប្អូននឹងបំភ្លឺអ្នកដែលមិនយល់ដូចជាសំណួរហ្នឹងគឺគណៈបកប្រជាជនខ្ញុំគិតថាចឹងហ្នឹងសូមខ្ញុំគិតថាគាត់ឆ្លើយថាចឹងហ្នឹងគាត់ថាហើយថាប្រទេសកម្ពុជានឹងអត់ប្រជាធិបតេយ្យរំលោភសិទ្ធិមនុស្សហើយចុះស្រុកយួនកុម្មុយនីសអាមេរិកក៏អាមេរិកទៅអាមេរិកក៏បារាំងទៅច្បាស់ជាគេនិយាយថាចឹងហ្នឹងអញ្ចឹងទីចង់មានន័យថានៅស្រុកខ្មែរទីចង់សាហាវជាងយួនក៏បានដែរសែវខាតចំណុចហ្នឹងដែលយើងត្រូវលើកយកមកនិយាយនៅក្នុងកូនប្រធានបទតូចមួយដែលខ្ញុំដាក់ចំណងជើងថាម៉ាក្រុងទៅវៀតណាមនិងឥណ្ឌូនេស៊ីលាក់មុននឹងខ្ញុំនិយាយទៅនេះក៏មានចំណុចតូចមួយបើនៅប្រទេសកម្ពុជាគុកអត់មានថ្ងៃចេញទេបងប្អូនគ្រប់ប៉ុស្តិ៍ទាំងអស់នៅស្រុកបារាំងគ្រប់ប៉ុស្តិ៍ទូរទស្សន៍ទាំងទូរទស្សន៍រដ្ឋទាំងទូរទស្សន៍ឯកជនណាគឺវីដេអូមួយក្រុមដែលប្រពន្ធភរិយារបស់គាត់រុញមុខពេលចេញពីយន្តហោះណាអត់ទាន់ឃើញដាក់ដៃបងប្អូនអាវីដេអូនោះល្បីនៅស្រុកបារាំងហ្នឹងគឺយកមកអង្គុយតុកមូលបងប្អូនគេយកមកអង្គុយតុកមូលគ្រប់ទូរទស្សន៍គេមកជជែកដាក់អារូបថតធំហ្នឹងហើយអាប្រព័ន្ធផ្សព្វផ្សាយបារាំងហ្នឹងតាំងអាប្រព័ន្ធផ្សព្វផ្សាយកសែតតាំងពី Facebook តាំងពីទូរទស្សន៍បណ្ដាញណាអ៊ីសាបែលជួនតាំងពីគ្រប់ប្រព័ន្ធផ្សព្វផ្សាយហើយគេយកអារូបហ្នឹងមកកំប្លុកកំប្លែងគេយកមកកាត់ធ្វើ AI កំប្លុកកំប្លែងពេញប្រទេសបារាំងបងប្អូនមកក្រុងទៅវៀតណាមមកល្បីនឹងអារូបប្រពន្ធគាត់រុញមុខហ្នឹងល្បីនៅស្រុកបារាំងខ្ញុំចេះតែខ្ញុំមើលនឹងសោចដែរសោចជាពិសេសខ្ញុំស្ដាប់បារាំងបានមួយម៉ាត់គេនិយាយបារាំងគេនិយាយបែបកំប្លុកកំប្លែងណាគេនិយាយបែបកំប្លុកកំប្លែងរឿងនៃមកក្រុងហ្នឹងទៅខ្ញុំក៏នឹកឃើញថាអូអានេះស្រុកបារាំងដែរបើនៅស្រុកខ្មែរអាណាហ៊ានទៅផ្សាយទូរទស្សន៍ណាហ៊ានតែផ្សាយអញ្ចឹងសួងជៀនជាប់គុកឲ្យតង់អស់បងប្អូនចឹងបានថាតម្លៃនៃសេរីភាពសប្បាយបងប្អូនមនុស្សគ្មានអីសប្បាយជាងសេរីភាពទេបងប្អូនសេរីភាពគឺជាជីវិតតែបាត់បង់សេរីភាពគឺបាត់បង់ជីវិតបងប្អូនមកនៅស្រុកបារាំងបងប្អូនឃើញទូរទស្សន៍គេឃើញចឹងបងប្អូនស្រាវសាច់ណាគាត់ថាចំញ៉ើយនៅស្រុកខ្មែរអាថ្វាយគុំអានេះដូចបិសាចចឹងហ៊ុនសែនប៉ះច្រឡំទៅឆេះងាប់ហើយបើសិនជាប៉ះចំរឿងចឹងផងនោះជាប់ហើយនៅស្រុកបារាំងគេយកមកធ្វើរឿងកំប្លុកកំប្លែងលេងពេញហ្នឹងគ្មានណាទៅចាក់ដាក់គុកគ្មានណាទៅអីទេហើយដូចខ្ញុំទម្លាប់និយាយរឿងមួយរឿងពិតណាបងប្អូនរឿងពិត
ដែលខ្ញុំនិយាយរដងរឿងសារព័ត៌មានពាក្យថាព័ត៌មានឆ្កែខាងមនុស្សមិនមែនជាព័ត៌មានទេឆ្កែចេះនិយាយព័ត៌មានណាបើកឡានទៅធ្វើការមិនមែនជាព័ត៌មានទេកលាក់ឡានជាព័ត៌មានការពារយាមព្រំដែនមិនមែនជាព័ត៌មានទេផ្ទុះអាវុធនៅព្រំដែនជាព័ត៌មានរន្ទះបាញ់ដើមថ្នោតមិនមែនជាព័ត៌មានទេរន្ទះបាញ់មនុស្សស្លាប់នៅប្រាសាទអង្គរវត្តជាព័ត៌មានយើងមិនខ្លាចកុំខ្លាចនិយាយការពិតព័ត៌មានជាព័ត៌មានទៅគេមិនទៅអត់ទៅមើលទេណាដូចថៃរំជួយផែនដីជប៉ុនរំជួយផែនដីរាល់ថ្ងៃអានៅទៅហ្នឹងតុងវុធាមែនទេអានេះយើងកុំច្រឡំតែអញ្ចឹងយើងស្អីពិតគេតាមដានគេចាប់អារម្មណ៍នេះអ្វីដែលយើងធ្វើគឺយើងបង្កើតប្រព័ន្ធទៅណាអញ្ចឹងរឿងឥឡូវយើងឃើញទេរឿងព្រំដែននេះផ្ទុះអាវុធគឺជាព័ត៌មានព្រោះវាគឺជារឿងចម្លែកមួយទៀតខ្ញុំនិយាយថាព័ត៌មានមានន័យថាវាចម្លែកវាប្លែកនិងវាច្រើនតែទៅកាន់មនុស្សដែលមានមុខនៅក្នុងសង្គមឬក៏មនុស្សសាធារណៈមនុស្សដែលមានមុខនៅក្នុងសង្គមគឺជាទូទៅអ្នកនយោបាយកីឡាករសិល្បករឬក៏មនុស្សដែលសាធារណៈជាអ្នកនយោបាយមន្ត្រីរាជការអាឡែថ្មគល់បើសិនជាអ្នកផ្សារជេរគ្នាមិនមែនជាព័ត៌មានទេបងណាបើនាយករដ្ឋមន្ត្រីជេរគ្នាជាព័ត៌មានបើប្តីប្រពន្ធបលែងគ្នាមិនមែនជាព័ត៌មានទេប៉ុន្តែបើប្រធានថាប្តីបលែងគ្នាលើយន្តហោះជាព័ត៌មានជាព័ត៌មានឥឡូវបងប្អូនចាប់ផ្ដើមទាំងគណៈបព្វជិជនទាំងអ្នកចូលជេរសូនតារាលើតែខ្មោចទេណាគ្រីស្ទីណាកានគឺចាប់ផ្ដើមចូលចិត្តស្ដាប់សូនតារាដោយរឿងអីទេរឿងស្រីស្ដាប់គឺស្ដាប់ទៅវាត្រូវជួនកាលស្ដាប់ទៅរឿងវាមិនទាន់កើតថាសូនតារាឈួតណាព្រោះអ្នកប្រាជ្ញវាអញ្ចឹងណាអ្នកប្រាជ្ញគេច្រើនថាឈួតទេហ្នឹងប៉ុន្តែបើស្ដាប់ទៅគឺត្រូវដូចជាខ្ញុំឧទាហរណ៍ដូចជាចេះសិលាបងប្អូនយើងខ្ញុំនិយាយខ្ញុំថាអាហ្នឹងវាមិនដែលត្រូវវិញសូនតារានិយាយថាព័ត៌មានហ្នឹងអ្នកផ្សារឆ្លោះគ្នាមិនមែនជាព័ត៌មានទេណាអាចារ្យវត្តជេរកងសិស្សលោកមិនមែនជាព័ត៌មានទេបើហ៊ុនសែនជេរប្រឆាំងជាព័ត៌មានមែនទេប្តីប្រពន្ធនៅក្នុងភូមិឆ្លោះគ្នាឬក៏បលែងគ្នាបោកសក់គ្នាមិនមែនជាព័ត៌មានទេប្រធាននាយកប្តីបលែងគ្នាឬក៏ឈឺគឺជាព័ត៌មានបងប្អូនយោងតាមការបកស្រាយរបស់រដ្ឋាភិបាលបារាំងគឺគាត់បលែងគ្នាទេតាមពិតមែនគាត់បលែងគ្នាទេគាត់តែបលែងមិនបលែងមិនដឹងទេបងណារបស់អីគេថាឲ្យតែចម្លែកណាចឹងមិនហ៊ុនសែនគាត់ខំគាត់គិតតែគាត់មានតម្លៃខ្ពស់ណាមានតម្លៃខ្ពស់មកទេហេតុអីគាត់ត្រូវដឹងថាចេះហេតុអីបានជារឿងគាត់សំបីតែគាត់ដើរកលាច់ជើងក៏គេយកទៅផ្សាយដែរជារឿងធម្មតាប៉ុន្តែបើអ្នកផ្សេងទៀតនឹងកលាច់ជើងបាក់ដឹកទៅពេទ្យតែមួយថ្ងៃ20 50នាក់គាត់មិនអាចផ្សាយមិនចឹងមនុស្សវាអត់មានតម្លៃដូចគ្នាទេនេះបើសូនតារាដើរទៅស្ដោះទឹកមាត់អានេះគេផ្សាយទៅសូនតារានោះល្បីបើអ្នកធម្មតាស្ដោះទឹកមាត់អត់ផ្សាយទេណាប៉ុន្តែបើហ៊ុនសែននិយាយស្ដោះទឹកមាត់អានឹងល្បីហ៎អញ្ចឹងកុំច្រឡំថាអានឹងឲ្យតែហ៊ុនសែនធ្វើអីមកជាទៅអាមិនគេហៅថាមនុស្សកំពូលព័ត៌មានតាំងពីដើមមកហ្នឹងតាំងពីបរមបុរាណមកតាំងពីមិនទាន់មាន Facebook មិនទាន់មានទូរទស្សន៍ទស្សនាបដីគេតាមប្រមាញ់តែពួកល្បីទៅពួកល្បីគឺអ្នកនយោបាយហើយនឹងសិល្បករពួកកីឡាករហ្នឹងអញ្ចឹងបានជាមនុស្សកាន់តែល្បីកាន់តែប្រយ័ត្នណាដល់ពីដើមមនុស្សរត់កិច្ចកាមេរ៉ាទៅគាត់នាមតារា Hollywood ពីដើមចេញទៅណាម្ដងទទួលមុខចិត្តហើយទៅវិសមៈកាលទៅសមុទ្រឯម្ដងហ្នឹងអត់ហ៊ានប្រាប់ទេគាត់អាពួកទស្សនាវដ្តីដេញតាមពីព្រោះមនុស្សនៅសមុទ្រមកកោកមួយទឹកថើបគ្នាអាណាទៅខ្វល់នៅស្រុកបារាំងនៅស្រុកអឺរ៉ុបប៉ុន្តែបើតារាភាពយន្ត Hollywood ថើបគ្នាវាថតតាមមកប៉ុកហ្នឹងមកយកមកចុះផ្សាយឲ្យទៅពេញទៅពិភពលោកហ្នឹងអានេះគឺជារឿងពិតមួយដែលខ្ញុំចង់ជម្រាបប្រាប់ប្រិយមិត្តថារឿងម៉ាក់ក្រុងជារឿងធម្មតាទេហើយដូចគ្នារឿងមនុស្សធម្មតានៅផ្សារអូឡ িম্প ិកជារឿងធម្មតានេះស្ដោះទឹកមាត់ប៉ុន្តែបើហ៊ុនសែនស្ដោះទឹកមាត់មិនធម្មតាទេអានេះវាទៅជារឿងព័ត៌មានហើយព័ត៌មានខ្ញុំមុននឹងខ្ញុំនិយាយឥឡូវខ្ញុំឆ្លើយទៅនឹងសំណួររបស់ប្រិយមិត្តទៅចុះថានេះអុកស៊ីអានេះអុកស៊ីព្រោះប្រិយមិត្តរបស់ CPP ចុះឯងថាស្រុកខ្មែរហ្នឹងរំលោភសិទ្ធិមនុស្សអត់ប្រជាធិបតេយ្យចុះស្រុកយួនស្រុកចិនមានគ្រប់សិទ្ធិមនុស្សមានប្រជាធិបតេយ្យអីបានជាអាមេរិកនិងម៉ាក្រុងប្រធានាធិបតីបារាំងទៅចម្លើយទី1យល់ខុសខ្ញុំបំភ្លឺទី2ប៉ុន្តែបើសិនជាល្ងីល្ងើមិនបញ្ញាហើយយល់ថាអានឹងវាជារឿងត្រឹមត្រូវណាហ៊ីនលាវអានឹងគ្មានគ្រូបាអាចារ្យណាអាចបញ្យល់បានឡើយចាក់ទឹកលើក្បាលទាសួនច័ន្ទសូរិយាទី3ចម្លើយពិតមិនមែនមានន័យថាប្រទេសកុម្មុយនីសអត់មានការគោរពសិទ្ធិមនុស្សទេចំណាក់ប៉ុន្តែកុម្មុយនីសគឺគេហៅថាកុម្មុយនីសប្រជាធិបតេយ្យគឺគេហៅថាប្រជាធិបតេយ្យទីបងយល់មានន័យថាម៉េចមានន័យថាចិននិងយួនគេអនុវត្តច្បាប់កុម្មុយនីសប្រទេសដឹកនាំដោយបកតែមួយគ្មានការបោះឆ្នោតដោយប្រជាជនទេ
ប៉ុន្តែកុំច្រឡំថាកុម្មុយនីសអត់មានការបោះឆ្នោតមានប៉ុន្តែវាជាការបោះឆ្នោតជ្រើសតាំងមិនមែនជាការបោះឆ្នោតសកលទេបោះឆ្នោតនៅក្នុងគណៈបកឧទាហរណ៍ថាគេលើកនរណាម្នាក់ជានាយករដ្ឋមន្ត្រីឬក៏ប្រធានាធិបតីឬក៏មេបកមិនមែនមនុស្សម្នាក់លើកទេគឺបកហើយបកគ្មាននរណាបង្ខំទេក្នុងបកកុម្មុយនីសនោះត្បិតប្រជាជនអត់មានការបោះឆ្នោតមែនប៉ុន្តែមន្ត្រីគណៈបកគឺសុទ្ធតែបុគ្គលម្នាក់នៅក្នុងបកសុទ្ធតែមានអំណាចណាអញ្ចឹងច្បាប់កុម្មុយនីសគេឲ្យឈ្មោះប្រទេសថាកុម្មុយនីសមានន័យថាប្រទេសគេអត់ត្រូវការបោះឆ្នោតដោយមហាជនទេប្រទេសគេបោះឆ្នោតដោយបកដឹកនាំដោយបកតែមួយនេះថ្នាក់ដឹកនាំជ្រើសតាំងនិងតែងតាំងដោយបកនៅក្នុងសង្គមប្រជាធិបតេយ្យគឺមានបកជាច្រើនប្រជាជនជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំឬក៏ជ្រើសរើសគណៈបករំដាគឹមហើយគណៈបកជាអ្នកជ្រើសតាំងចាត់តាំងមន្ត្រីទៅដឹកនាំប្រទេសយួននឹងចិនល្អបើប្រៀបធៀបទៅនឹងរបបហ៊ុនហេតុអីពីព្រោះរបបហ៊ុនឲ្យឈ្មោះថាប្រជាធិបតេយ្យហើយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប៉ុន្តែអត់គោរពទៅអនុវត្តរបបផ្ដាច់ការគ្រួសារនិយមខ្ញុំនិយាយច្រើនដងតែខ្ញុំសូមនិយាយម្ដងទៀតសូមអរគុណបើសិនជាកម្ពុជាមានរដ្ឋធម្មនុញ្ញដោយប្រទេសចិននិងប្រទេសវៀតណាមដាក់ឈ្មោះប្រទេសថាជាប្រទេសកុម្មុយនីសដឹកនាំដោយបកតែមួយខ្ញុំសូនតារាអត់ចាក់ចេញក្រៅប្រទេសខ្ញុំនឹងចូលគណៈបកប្រជាជនព្រោះស្រុកយើងវាតម្រូវឲ្យមានបកតែមួយហើយខ្ញុំនឹងធ្វើការប្រកួតប្រជែងកសាងស្នាដៃរបស់ខ្ញុំនៅក្នុងគណៈបកប៉ុន្តែប្រទេសយើងគឺជាប្រទេសសេរីប្រជាធិបតេយ្យដែលតម្រូវឲ្យមានការប្រកួតប្រជែងក្រៅគណៈបកមានពហុបកមិនមែនបកអាយ៉ងបង្កើតបកទោះជាមាន1000ក៏ដោយឲ្យតែបង្កើតនឹងគ្រប់គ្រងដោយបកតែមួយអានេះគេហៅបកតែមួយទេគាត់ជាសាខារបស់គេលេងអខោតទេណាបើសិនជាប្រទេសកម្ពុជាដូចវៀតណាមដូចចិនស្ទនតារានឹងទៅប្រទេសនឹងចូលគណៈបកប្រជាជនតាមនឹងឯងអានេះគឺចឹងណាព្រោះស្រុកគេកុម្មុយនីសទី1ទី2នៅក្នុងប្រទេសវៀតណាមនិងប្រទេសចិននយោបាយរបស់គេល្អមានន័យថាប្រទេសវៀតណាមនិងប្រទេសចិនគឺជារបស់គណៈបកនិងប្រជាជនប្រទេសកម្ពុជាគឺជារបស់ត្រកូលម្នាក់ត្រកូលហ៊ុនផ្ដាច់ការទី3នៅស្រុកវៀតណាមបងប្អូនមានដែលឃើញអ្នកស្ថាបនិកជាតិខ្សែផ្សាប្រទេសវៀតណាមខាងជើងវៀតណាមត្បូងគឺហូជីមិញតាំងរូបថតប៉ុណ្ណាណៃប៉ុន្តែខ្ញុំសួរថាតើបច្ចុប្បន្ននឹងកូនចៅហូជីមិញដឹកនាំប្រទេសទេមិនមែនទេគឺជាសមត្ថភាពរបស់ជនជាតិវៀតណាមគណៈបកកុម្មុយនីសវៀតណាមអត់ដឹកនាំដោយគ្រូសាណាមួយឡើយគឺដឹកនាំដោយប្រជាជននិងបកកុម្មុយនីសវៀតណាមគណៈបកកុម្មុយនីសចិននេះមិនមែនដឹកនាំដោយគ្រូសាដំណោពូជរបស់ម៉ៅសេតុងដែលជាស្ថាបនិកបដិវត្តចិនកសាងបកកុម្មុយនីសរហូតដល់បច្ចុប្បន្នទេគឺមានប្រធានាធិបតីដែលក្រៅគ្រូសារហូតមកទល់បច្ចុប្បន្ននេះវាចូលទៅដល់5 6ប្រទេសដែរហើយបងប្អូនអង្គុយរាប់វាយ YouTube មើលក៏បានដែរហើយបច្ចុប្បន្ននេះទៀតនៅក្នុងប្រទេសវៀតណាមនិងប្រទេសចិនអត់មានក្នុងក្រសួងមួយអត់មានឪរដ្ឋមន្ត្រីឪប្រធានព្រឹទ្ធសភានេះម៉ែប្រធានរដ្ឋសភាកូននាយករដ្ឋមន្ត្រីកូនអនុនាយករដ្ឋមន្ត្រីអត់មានខ្សែចឹងទេទៅស្រាវជ្រាវស្រុកចិនស្រុកយួនបើមានឪរដ្ឋមន្ត្រីឬកូនអនុរដ្ឋមន្ត្រីឬត្រឹមតែឪប្រធានការិយាល័យហ្នឹងកូនបុគ្គលិកនៅក្នុងការិយាល័យហ្នឹងយួនវាយកទៅជួកកទាំងអស់រឿងអីយួនមិនល្អណាស់បើសិនជាប្រទេសកម្ពុជាណាដូចជាប្រទេសវៀតណាមខ្ញុំគ្រប់គ្រងអានេះខ្ញុំមិននិយាយក្របខ័ណ្ឌវៀតណាមឈ្លានពានខ្មែរបើយួនឈ្លានពានខ្មែរអានេះគ្មាននរណាយើងត្រូវតែប្រឆាំងការឈ្លានពានប៉ុន្តែបើយើងសម័យទៅឃើញប្រទេសរបស់គេវិញតើប្រទេសគេវាល្អយ៉ាងណាទៅអញ្ចឹងប្រទេសគេកុម្មុយនីសគេហៅឈ្មោះគេថាកុម្មុយនីសដូច្នេះអត់មានការបោះឆ្នោតគ្រាន់តែគេអត់មានការបោះឆ្នោតតែសិទ្ធិប្រជាជនទលំទលាយគ្រាន់តែច្បាប់គេចែងតែអញ្ចឹងគេថាប្រជាជនអត់មានសិទ្ធិបោះឆ្នោតប្រជាជនអត់មានសិទ្ធិរិះគន់នយោបាយអត់មានសិទ្ធិធ្វើនយោបាយណានយោបាយដើម្បីចង់ធ្វើនយោបាយទៅចូលបកអត់ឲ្យនិយាយសាធារណៈច្បាប់គេថាអញ្ចឹងច្បាប់កម្ពុជាយើងមានថាអញ្ចឹងនេះណាឈួតច្បាប់យើងវាអត់ថាអញ្ចឹងទេច្បាប់យើងវាអត់បាននិយាយថាណារដ្ឋធម្មនុញ្ញយើងអត់បានចែងថាពលរដ្ឋគ្រប់រូបគ្មានសិទ្ធិធ្វើនយោបាយគ្មានសិទ្ធិបោះឆ្នោតដូចនៅកុម្មុយនីសពលរដ្ឋគ្រប់រូបគ្មានសិទ្ធិធ្វើនយោបាយគ្មានសិទ្ធិបោះឆ្នោតចង់ធ្វើនយោបាយត្រូវចូលបកអានោះកុម្មុយនីសគេថាអញ្ចឹងអត់មានគេអត់មានអាក្រក់ទេហើយបើនិយាយពីល្អណាវៀតណាមល្អជាងយើងឆ្ងាញ់ណាស់1000ដងវៀតណាមអត់មានបកពួកនិយមអត់មានគ្រូសានិយមអត់មានពូជនិយមអត់មានអំពើពុករលួយជ្រៅជ្រះដូចយើងទេយើងវាចប់សក់គ្រប់ហើយវាខ្ទេចវាខ្ទីអស់លីងហើយគ្រូសានិយមបាញ់ដល់យូរទៅវាអាមេដឹកនាំខាងលើមកមិនពុំហ្នឹងណាឡូសិកអាខាងក្រោមមកចង់ទាំងអស់ឥឡូវវាអាលាយស្រុកខ្មែរហ្នឹងកូនខ្មែរយើងអ្នកណាមិនបាច់ទៅខំប្រឹងរៀនសូត្រខំប្រឹងធ្វើកាយទេពួកគេមានពូជអស់លីងហ្នឹងយើងជាកញ្ចះរបស់ពូជរបស់គេហ្នឹងប្រជាជន17លានអ្នកហ្នឹងជាកញ្ចះយើងទៅដឹងខ្មែរទៅរឿងបំរះ
ពីការដឹកនាំបែបពូជនិយមហ្នឹងសូម្បីតែវៀតណាមក៏មានដែរចឹងបានខ្ញុំឆ្លើយទៅគណៈបកប្រជាជនថាបើសិនជាកម្ពុជាដូចវៀតណាមដូចចិនដឹកនាំដោយបកកុម្មុយនីសតែមួយហើយប្រទេសជាតិណាដឹកជារបស់ប្រជាជននឹងបកមិនមែនជារបស់គ្រួសារសមត្ថភាពរបស់អ្នកណាមានសមត្ថភាពនឹងអាចដឹកនាំប្រទេសបាននៅក្នុងប្រទេសវៀតណាមទៅបើតែគេមិនបោះឆ្នោតដោយប្រជាជនប៉ុន្តែបកជ្រើសរើសអ្នកមានសមត្ថភាពមិនមែនជ្រើសរើសកូនរបស់អ្នកណាម្នាក់ទេហើយនៅក្នុងគណៈបកកុម្មុយនីសរបស់វៀតណាមអត់មានអ្នកណាមានអំណាចទេខ្ញុំប្រាប់ទៅមិនមែនប្រធានបកមានអំណាចទេគាត់តំណាងទេមានអំណាចគឺសមាជិកអចិន្ត្រៃយ៍គណៈបកគេហ្នឹងគេអ្នកសម្រាប់បោះឆ្នោតជ្រុះតាំងលេខាប្រធានបកអីស្រុកជើងបោះឆ្នោតត្រូវតែស្របតាមហ៊ុនសែនចង់បានបើហ៊ុនសែនចង់បានអីឯងមិនបោះឆ្នោតតាមហ៊ុនសែនចង់បានងាប់អាហ្នឹងគេមិនហៅថាកុម្មុយនីសក៏មិនមែនកុម្មុយនីសដែរបងប្អូនផ្ដាច់ការវាផ្ដាច់ការហ្មងនៅក្នុងប្រទេសកម្ពុជាណាកុំថាឡើយប្រជាជនដែលទទួលរងការគំរាមកំហែងសូម្បីតែនៅក្នុងគណៈបកប្រជាជនក៏ដោយគុំមនុស្សត្រូវធ្វើអីមិនមែនតាមឆន្ទៈទេមន្ត្រីអចិន្ត្រៃយ៍គណៈបកប្រជាជនហ្នឹងទាំងសងគេក៏ដោយមែនទេអត់មានធ្វើតាមឆន្ទៈទេគឺធ្វើអីតាមការចង់បានរបស់ហ៊ុនសែនតែប៉ុណ្ណោះអានឹងជាចម្លើយទី1ចុងក្រោយអានេះគឺនិយាយរឿងមកត្រង់មែនទេនៅក្នុងតូនប្រធានបទទី3និយាយមុនជុំសវណ្ណីខ្ញុំបាននិយាយខាងដើមហើយមកក្រុងទៅវៀតណាមនិងឥណ្ឌូនេស៊ីគឺជាគោលដៅយុទ្ធសាស្ត្រនិងផលប្រយោជន៍របស់ប្រទេសគេធ្វើអ្វីដើម្បីជាតិមិនមែនដើម្បីខ្លួនគាត់ទេហើយមិនមែនគាត់មិនទៅស្រុកខ្មែរយើងក៏និយាយថាខ្មែរអត់មែនទេមិនដោយសារតែវាមិនមែនជាគោលដៅដូចខ្ញុំថាមិញទេព្រោះគាត់មិនមែនអត់ទៅតែខ្មែរទេណាមួយទៀតយើងត្រូវសួរថាចុះបើគាត់អត់បានទៅតែខ្មែរហើយបានគាត់ចន្លោះបងប្អូនឃើញដែលខ្ញុំនិយាយពីផលប្រយោជន៍នៃគោលដៅផលប្រយោជន៍នៃគោលដៅបច្ចុប្បន្នគឺសំដៅទៅលើសេដ្ឋកិច្ចទី1លុយសេដ្ឋកិច្ចទី1ប្រទេសវៀតណាមគឺជាតំបន់ទំហំប្រជាជននិងសេដ្ឋកិច្ចហើយប្រទេសវៀតណាមបើយើងនិយាយពីស្ថិរភាពនយោបាយគេជឿជាក់ជាងប្រទេសចិនគេជឿជាក់ជាងអាមេរិកជឿចិនហេតុអីព្រោះប្រទេសគឺដឹកនាំដោយបកនិងប្រជាជនបកនិងប្រជាជនកុម្មុយនីសមានន័យថាប្រជាជនណាក៏អាចខ្លាយទៅជាមេដឹកនាំបានដែរទោះបីថានៅស្រុកចិនមេដឹកនាំអស់មួយជីវិតក៏មិនប្រកាសកូនគាត់តដែរក៏នៅតែមានប្រជាជនចិនណាឆ្លាតតែដឹកនាំដែរតែនេះហៅជំនួយណាអញ្ចឹងប្រជាជនអត់ធ្វើនយោបាយទេក្នុងប្រទេសកម្ពុជាអត់មានសន្តិសុខនយោបាយទេពីព្រោះដឹកនាំដោយពូជដឹកនាំដោយគ្រួសារហេតុអីបងប្អូននៅស្រុកចិនអត់មានជនជាតិចិនណាក្តៅក្រហាយជាមួយចិនមានតែទួចណាវាត្រូវតែមានដែរនៅស្រុកវៀតណាមអត់មានអ្នកណាទៅក្តៅក្រហាយជាមួយវៀតណាមព្រោះមនុស្សមានសេរីភាពជនជាតិគេអាចចូលគណៈបកច្បាប់គេតម្រូវឲ្យធ្វើអញ្ចឹងស្រុកយើងកម្មសខាជាប់រងឈុនណាគេប្រែខ្លាយឲ្យទៅជាសត្វដេរឆានណាមានន័យថារស់នៅដូចគោដូចសេះហ្នឹងបាទអញ្ចឹងមានតែដតីទៀតមនុស្សងាកគុកដល់ទៅពេលចឹងប្រទេសកម្ពុជាយើងណាគឺវាបង្កើតកំហឹងនឹងការក្តៅក្រហាយហើយហ៊ុនសែនណានឹងហ៊ុនម៉ាណែតឡើងកាន់អំណាចមិនមែនឡើងមកដឹកនាំប្រទេសទេគឺឡើងទៅបង្ក្រាបពីព្រោះខ្លួនឯងបានធ្វើឲ្យគេឈឺចាប់គាត់កាន់តែបង្ក្រាបមនុស្សកាន់តែឈឺចាប់ឆាលីវិនខ្ញុំយើងមើលចំណុចពាក់ព័ន្ធទៅនឹងវិនិយោគហើយបើកាលណាពាក់ព័ន្ធទៅនឹងវិនិយោគសំខាន់គឺពាក់ព័ន្ធជាមួយនឹងការងារបើសំខាន់ពាក់ព័ន្ធជាមួយនឹងការងារក្នុងចំណែកនោះគឺពាក់ព័ន្ធជាមួយនឹងទេសចរបើសំខាន់ពាក់ព័ន្ធជាមួយនឹងទេសចរយើងឆ្លយគឺសំខាន់ពាក់ព័ន្ធជាមួយនឹងការហោះហើរបើសំខាន់ពាក់ព័ន្ធជាមួយការហោះហើរមានន័យថាពាក់ព័ន្ធជាមួយនឹងកំណើនសេដ្ឋកិច្ចចឹងបានខ្ញុំមានពាក្យមួយថាចេះស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាណាបើហ៊ុនសែននៅបន្តកំទេចហើយសហភាពអឺរ៉ុបអត់ការគ្រប់គ្រងខ្ចីលុយគេបានព្រោះយើងតិចគេឲ្យលុយយើងសងគេបានប៉ុន្តែបើឲ្យស្ថានភាពវិនិយោគទៅជឿហើយទេសចរទៅហោះទៅចូលនៅពលានជនហោះហ៊ុនសែនធ្វើថ្មីហ្នឹងណាអត់ថ្ងៃសម្ពោធបងប្អូនចាំសម្ដីសូនតាបើកាលណាស្ថានភាពនយោបាយប្រទេសកម្ពុជានៅរំលោភសិទ្ធិមនុស្សក្តោបយកអំណាចតែឯងហើយចាត់តាំងដឹកនាំប្រទេសបែបគ្រួសារដូចនៅសាហាវជាងកូរ៉េខាងជើងតែគ្រួសារតែប្រទេសរំដីក្រៅពីហ្នឹងគឺអត់មានទេណាស្រុកខ្មែរពីក្រោមដល់លើមកសាហាវណាសាហាវជាងកូរ៉េខាងជើងត្រង់ទៅបើស្ថានភាពនយោបាយស្រុកយើងកំចាត់កំចាយកំតិចណាអានឹងគឺមានតែចិនទេដែលជួយនោះអឺរ៉ុបអាចផ្ដល់ជំនួយឲ្យកម្ចីប៉ុន្តែបើឲ្យទៅវិនិយោគមិនងាយទេណាហើយណាសម្ដីសូនតារាចុងក្រោយមុននឹងចូលទៅដល់ប្រធានបទទី1ប្រលានយន្តហោះមិនចាំបាច់ធំឬក៏តូចឬក៏ធ្វើដើម្បីអីទេវានឹងคล้ายទៅជាប្រលានរោងគោបើអត់មានវិនិយោគនិងទេសចរ logic ប្រលានយន្តហោះថ្មីណាវាចាយលុយអស់ច្រើនដូច្នេះ
Việt trâu tay thay bao bờ liên dân học môi thay dân học cứ dọc đầm lại sẽ bọt thay pro ca chót về thay bao dân học dọc sẽ bọt thay bộ kế nên cho chung vinh dương trong lòng vậy rồi cứ cái cho nơi bạn có rứ cho nấu Hồ Chí Minh cho nấu Việt Nam không ai dân khác ai nâng miên nè khác cho ai chi lan trong máu rứ có miên nè khác sắp chất từ làm đấy rứ từ ở đâu vậy tôi chỉ dân học nơi sở văn được cũng bạn có tôi chỉ dân học nơi Hồ Chí Minh cháu luôn hoàn là sọc mãi hai bữa sinh chỉ ăn vô thay cứ ăn ai miên thạ bị ca nó bây giờ ra cho phải liên học bản bao vô thay cứ nè chi nên cho chung vinh cái không bao ra đến chỗ ấy kìa không bao ra đến thông cái mình đi chỗ để mình được sạch dân họ mấy cái này mình nuôi bao giờ bán mình cốt cái mình tự ta liên mưa và liên để cái phương mất sẵn sàng dòng cháy cho tới việc thu thay tôi chỉ cho họ liên họ nó sọc sai cái đó thì cái trong tôi trở nên ba rồi pi rồi cái tàu ơi này này dân và liên đến họ nè bao cái này admin video nâng thì sẽ cho viên năng khai tôi chỉ rùa cổ thông căn là thông tu căn là thông admin hay là thông sầm rạp cột cung trôi màu mong con giờ mới bằng ngay chốt đôi nơi và liên hợp để Islamabad nơi Pakistan này cứ mới tôi thật đôi rong cô gì cái này khi nhóm ở bong ôn chào mời thế na và liên hợp anh đặt chít Phnom Penh mùi dưới para mình đứng bên tận bong vốn đấy rong tôi ở thùng nô anh đứng giờ mới là nát bao và nát chút lại còn có anh ta nói mà nó chút thì bao nó phải gọn lùi trời này dùng họ nâng cho hai ta para máu mình toàn miền mùi không cứ đời sai video nâng tiền cho hai viên này dùng tiền cho con mưa nghe tham ai là cái vấn đề đại phương bát cam đại to su mà tệ nên việc chạy thì pol về pol dương miền lối bán là sao thì phục lốp từ viên dùng con trâu không sọc không ai bơ sân chi ở sân ca để vô bay nhau tại cắt sầm lấp sẽ lấy phép về miên sân để phép bay quần sải mệt còn tay tiền cho anh ai được thay thế hai viên dùng của mình ai được Việt Nam bạn này đôi chân này mình đi mà thì nhung chọn đây là hai đứa ban chơi ban chơi Barang ban chơi Rốc cái trái từ từ Việt Nam nên từ chân đời sao tên nên chân chỉ cố đỡ sẽ được cách đấy hai chủng nước này để vô bài Việt Nam á do bên khó đấy còn làประเทศชนบทนอกแต่กันปักบอกเกคือจิปักរបស់ប្រជាជនវៀតណាមកូនកុំព្រាវកូនអត់មានខ្សែនេះក៏មានសមត្ថភាពតាមប៉ាក់នឹងយូរទៅមានល្អខ្លាំងហ្នឹងវៀតណាមគេឲ្យទៅដឹកនាំប្រទេសគ្នាហ្នឹងប៉ុន្តែខ្មែរយើងអាណាខ្លាំងគេវាយចោលចាប់ដាក់គុកឥឡូវហើយប្រទេសកម្ពុជាយើងហ្នឹងគ្រប់គ្រងដោយហ៊ុនសែនណាបងប្អូនណាមិនគ្រប់គ្រងគណៈបកប្រជាជនទេទោះជាថាប៉ាក់ទៅបោះឆ្នោតក៏ដោយក៏តែធ្វើទៅតាមហ៊ុនសែនចង់បានដែរមិនមែនធ្វើទៅតាមប៉ាក់មិនមែនធ្វើទៅតាមប្រជាជនមិនមែនធ្វើទៅតាមតម្រូវការប្រទេសជាតិចង់បានទេប្រិយមិត្ត share វីដេអូនេះពីកាន់ប្រិយមិត្តទៅទៀតទូរទស្សន៍សូនតាស្រាប់ខោជន់ផ្ដាច់ការប្រមិតបងផ្លាស់ប្ដូរផ្នត់កំណត់បើគ្មានវិនិយោគនិងភ្ញៀវទេសចរដោយសារតែស្ថានភាពនយោបាយព្រៃផ្សៃណារំលោភសិទ្ធិមនុស្សបិទសេរីភាពហើយដើរស្រែកសន្តិភាពយ៉ាងណាក៏ដោយពលានយន្តហោះកាន់តែធំវានឹងคล้ายទៅជាប្រលានរងគោប្រធានបទទី1ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តទៅទៀតទូរទស្សន៍សូនតារារដ្ឋាភិបាលស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ឥឡូវប្រធានបទទី3ចប់ហើយបងប្អូនកុំត្រឡប់ទៅក្រោយវិញជាទូទៅប្រធានបទទី3ខ្ញុំសរសេររំលឹកឲ្យខ្ញុំច្រើនតែយកមកធ្វើប្រធានបទទី1តូចទី1ប្រធានបទទី1និងប្រធានបទទី2គឺជាប់គ្នានិយាយអំពីទាហានដូចគ្នាប៉ុន្តែខ្ញុំចាប់អារម្មណ៍3ចំណុចប្រធានបទទី1គឺហ៊ុនសែនថាក់ស៊ីទី2គឺសម្ដេចយោងតាមសាររបស់គាត់ធ្លាប់អង្គុយនៅកន្លែងផ្ទុះអាវុធដែលជាទឹកដីរបស់ខ្មែរទី3លទ្ធផលចរចាទី1មានបងប្អូនយើងជាច្រើនថាសម្ដែងណាជាល្បែងនយោបាយនៃការផ្ទុះអាវុធនៅតាមព្រំដែនខ្ញុំនិយាយដើមមកខ្ញុំសូមមិនបកស្រាយប៉ុន្តែសូមតារាថាមិនមែនជាការសម្ដែងណាព្រោះទំនាស់ព្រំដែនខ្មែរថៃតាំងពីជំនាន់អាណានិគមបារាំងមកវាមានរហូតណាតាំងពីជំនាន់សីហនុមកក៏មានដែរខ្មែរក្រហមវាអត់រករឿងអីដោយសារតែខ្មែរក្រហមនឹងវាកាត់គ្នាសម្លាប់ខ្មែរដូច្នេះដូចខ្ញុំថាអញ្ចឹងណាបើយើងសម្លាប់គ្នាគេឈរផ្ទះដៃគេជួយឲ្យសម្លាប់តែបងប្អូនកាលពីរបបប៉ុលពតថៃជួយប៉ុលពតពីព្រោះប៉ុលពតសម្លាប់ខ្មែរណាព្រោះតែអត់ដឹងថៃអាចរកបាននឹងធ្វើសង្គ្រាមជាមួយហ៊ុនសែនបានសម្លាប់ខ្មែរបានដោយសេរីសំទោសតែប៉ុលពតពួកខ្មែរក្រហមដោយសារបានថៃជួយដែរឥឡូវដូចគ្នាកាលពីរបបប៉ុលពតថៃអត់មានជួយប្រជាជនខ្មែររងគ្រោះអ្នកជួយអ្នករត់ទៅជំរុំយើងបាត់និយាយប៉ុន្តែបើនិយាយផ្លូវរដ្ឋភាសុផាផ្លូវរដ្ឋគឺជួយប៉ុលពតអត់ជួយជនរងគ្រោះទេមែនទេព្រោះអីប៉ុលពតសម្រាប់ខ្មែរហើយខ្ញុំនិយាយហើយប្រទេសជិតខាងយើងសប្បាយណាស់ពេលឃើញខ្មែរយើងសម្រាប់គ្នាអន្តរាយវិនិច្ឆ័យដល់ឥឡូវដូចគ្នាថៃគឺជួយហ៊ុនសែនខ្សែព្រោះហ៊ុនសែនក្តីបំណងរបស់គាត់ចង់វាយក្បាលខ្មែរតែរឿងអីថៃមិនជួយវាយឲ្យត្រូវមែនទេហើយគាត់ថាសូមចាក់អានោះបញ្ជូនមក3នាក់ក្នុងចិត្តថៃថាវាសុំឲ្យតែ3នាក់ព្រមសុំមលីនោះតាមចិត្តថៃនោះចង់ដឹក20មួយថ្ងៃ20ឡានមកចាក់ចោលនៅប៉ោយប៉ែតហ៎ណា
មិនចង់បានតាមសំដៅហ៊ុនសែនប៉ុណ្ណឹងទេប្រទេសគេមួយគេចង់ឲ្យជនអន្តោប្រវេសន៍គេចង់ឲ្យជនពីខ្លួនទៅស្រុកគេមើលស្រុកអាមេរិកមើលស្រុកបារាំងមើលអានឹងហើយបានជាខ្ញុំចង់ទៅសួរថាតើបើថៃជួយខ្មែរចង់បានអីចង់បានអីហើយចុះបើសិនជាហ៊ុនជួយថៃចង់បានអីចង់បានឲ្យថៃវាយស្មើខ្មែរនៅក្នុងទឹកដីថៃខុសពីយួនមែនទេចង់បានអីចង់បានឲ្យហ៊ុនម៉ាណែតថៃរក្សាជនជាតិអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេសកម្ពុជាអានេះគឺប៉ុណ្ណឹងឯងទី1បងប្អូនយើងអានេះជាទស្សនៈរៀងខ្លួនប៉ុន្តែសូមតារានិយាយបែបវិទ្យាសាស្ត្រទេអ្នកខ្លះគាត់ថាសម្ដែងពីព្រោះលោកគ្រូថាក់ស៊ីនទើបតែជួបហ៊ុនសែនទេមានខមមិនមានសារម្នាក់ខ្ញុំឆ្លើយតបគាត់ស្ដាប់គាត់ដឹងខ្ញុំឆ្លើយតបប៉ុន្តែឥឡូវខ្ញុំយកអាការឆ្លើយតបនឹងទស្សនៈវែងឆ្ងាយនេះមកនិយាយជម្រាបបងប្អូនបន្តិចហើយបងប្អូនស្ដាប់ណាប្រទេសថៃគឺទឹកដីជារបស់ប្រជាជននិងស្ដេចណានៅប្រទេសកម្ពុជាបើសិនជាខ្ញុំចង់និយាយនេះទេតែបាត់ទឹកដីថាជារបស់ប្រជាជនរបស់ជាតិប៉ុន្តែបើយើងនិយាយទៅតាមវប្បធម៌យើងនិយាយតាមនយោបាយប្រពៃណីខ្ញុំគ្រប់គ្រងឲ្យទឹកដីជារបស់បកូណាប្រសើរជាងរបស់គ្រួសារមួយពីព្រោះជីវៈបធម៌ប្រពៃណីនយោបាយស្ដេចព្រះមហាក្សត្រជាម្ចាស់ផែនដីជាងប្រទេសកម្ពុជាឧទាហរណ៍ថាទឹកដីនេះជារបស់បកូណាជាម្ចាស់ផែនដីល្អជាងជារបស់គ្រួសារនរណាម្នាក់គ្រួសារសូនតារាគ្រួសារសំរងស៊ីគ្រួសារហ៊ុនណែអានេះយើងចង់និយាយទេចាស៊ូបើប្រៀបធៀបបច្ចុប្បន្នណាបងប្អូនគាត់ថាអញ្ចឹងយកអានេះខ្ញុំនិយាយនេះទេខ្ញុំនិយាយលក្ខខណ្ឌនេះស៊ូឲ្យដូចបច្ចុប្បន្នណាបងប្អូនពិចារណាមើលស្ដេចផែនដីទឹកដីនឹងទឹកដីខ្មែរទឹកដីរបស់ស្ដេចទេយើងនិយាយតាមប្រពៃណីទឹកដីរបស់បកូណាតាំងពីសម័យអង្គរមកព្រោះអាប្រពៃណីស្ដេចគេអញ្ចឹងនៅអង់គ្លេសក៏ដោយនៅអង់គ្លេសនៅនេះក៏ដោយទឹកដីរបស់ស្ដេចណានៅស្រុកថៃគឺគ្នាទឹកដីរបស់ស្ដេចទេហើយខ្ញុំក៏នៅចង់ជម្រាបមួយខ្ញុំថាបើវប្បធម៌នយោបាយថាប្រទេសកម្ពុជាយើងដូចប្រទេសថៃក៏ល្អដែរទឹកដីគឺជារបស់ប្រជាជននិងជារបស់ស្ដេចផែនដីបើវាទៅជាអញ្ចឹងបងប្អូនត្រូវយល់ខ្លះគេថាថាក់ស៊ីនត្រូវជាមួយហ៊ុនសែនវានាំឲ្យសម្ដែងឬក៏កើតសង្គ្រាមជាការសម្ដែងដើម្បីការពាររបបនយោបាយត្រូវមកភិកបើសិនជាភិកគីកម្ពុជាគេអាចធ្វើអញ្ចឹងបានពីព្រោះនៅក្នុងប្រទេសកម្ពុជាដែលនេះអ៊ុយហ៊ុនសែនកំណត់នយោបាយគាត់ខ្លាំងនៅក្នុងប្រទេសថៃមិនមែននាយករដ្ឋមន្ត្រីកំណត់នយោបាយទេគឺកងទ័ពកំណត់នយោបាយហ៊ុនសែនគាត់កាន់កាប់កងទ័ពគាត់កំណត់នយោបាយទីក្រុងអានឹងទី1មុនទី2ខ្ញុំមិនដឹងថាថាក់ស៊ីនឆ្លាតឬក៏ល្ងងខ្ញុំអត់ហ៊ានថាហ្នឹងណាប៉ុន្តែមានចំណុចខ្លះតាក់ស៊ីនអត់ឆ្លាតប៉ុន្តែចំណុចខ្លះគាត់អាចឆ្លាតលើសពីអ្វីដែលយើងមើលឬក៏សូនតារាមើលមិនយល់ឆ្លាតយ៉ាងម៉េចទោះជាគាត់មានមហន្តរាយយ៉ាងណាក៏ដោយក៏មានហ៊ុនសែនម្នាក់ចាំការពារជួយគាត់ពេលគាត់មានអាសន្នដែរចុះគាត់ល្ងងសម្រាប់សូនតារាណាអ្នកណាទៅប៉ះហ៊ុនសែនអ្នកនឹងស្អុយបងប្អូនអ្នកថាក់ស៊ីនកាន់តែកំរើកកាន់តែមានចលនាតារារាជសិនពួកយោធាថៃកាន់តែចាត់វិធានការគោលបំណងនៅក្នុងប្រទេសថៃគឺទឹកដីជារបស់បកូណានិងជារបស់ប្រជាជនមិនមែនជារបស់កម្មសិទ្ធិគ្រួសារណាទេនៅក្នុងប្រទេសថៃគេខ្លាចណាស់គេការពារណាស់នៅក្នុងប្រទេសគ្រួសារណាមួយដែលคล้ายទៅជាមនុស្សមានឥទ្ធិពលនៅក្នុងប្រទេសកាន់កាប់អំណាចយូរបង្កើតទៅជាសម្ព័ន្ធបង្កើតទៅជាបណ្ដាញគឺវានាំឲ្យបាត់វប្បធម៌រាជានិយមប្រជាធិបតេយ្យគឺវាទៅជាថ្វាយបង្គំបុគ្គលដូចនៅក្នុងប្រទេសរបស់យើងគឺលេងថ្វាយបង្គំបកូណាហើយនាំគ្នាទៅជួបបកូណាលេងនៅជង្គង់ហ្នឹងបងប្អូនមើលវីដេអូដូចជាឃើញយុវជនយើងនៅជប៉ុនគាត់បង្ហាត់ស្អីឈ្មោះអីសុធាមែនទេសុធាឬសុភីខ្ញុំអត់ដឹងអានអង់គ្លេសមើលឈ្មោះគាត់ចឹងណាឈ្មោះខ្មែរសរសេរថាម៉េចឈ្មោះសុធាចឹងណាថាចឹងទៅសុធាណាបាទនៅជប៉ុនណាគាត់បង្ហោះហ្នឹងបងប្អូនមនុស្សឃើញបកូណាបងប្អូនមើលនៅស្រុកថៃមើលឃើញបកូណាមនុស្សក្រាបក្បាលទាំងអស់មកកាទៀលមិនថាប្រធានាធិបតីបើមិនថាយមត្រីទេនៅស្រុកយើងមនុស្សឃើញហ៊ុនសែនបែរទៅជាក្រាបលុតជង្គង់ប៉ុន្តែឃើញបកូណាឃើញខុសទេហើយថាគេប្រមាថព្រះមហាក្សត្រអាអ្នកដែលមើលគេចុកឈាមងាប់បងប្អូនគ្នាអ្នកដែលស្រឡាញ់បកូណាហ្នឹងគឺថាចុកឈាមបើទៅសូនតារាឧទាហរណ៍ថាខ្ញុំអ្នកគ្រប់គ្រងរបបរាជានិយមបើនេះស្រឡាញ់បកូណាខ្ញុំមើលខ្ញុំចុកឈាមនៅក្នុងស្រុកខ្មែរប៉ុន្តែមិនហ៊ាននិយាយនិយាយថាម៉េចឥឡូវយើងគាត់ឲ្យមើលប៉ុណ្ណឹងអាហ្នឹងខុសណា
ចឹងនៅស្រុកថៃគឺគេមានវប្បធម៌ល្អអានេះសម្រាប់ប្រទេសគេទេហើយនយោបាយនៅប្រទេសថៃណាគឺជានយោបាយដែលមានរដ្ឋប្រហារច្រើនជាងគេបំផុតនៅលើពិភពលោកប៉ុន្តែយើងមើលប្រទេសថៃមានធ្លាក់ដុនដាបក្រជាងគេនៅអាស៊ីទេអត់ទេបងប្អូនថៃមានក្រទេកុំច្រឡំថាថៃមានវិបត្តិនយោបាយអត់មានទេព្រោះនេះជាវប្បធម៌នយោបាយរបស់គេមិនចង់ឲ្យអំណាចធ្លាក់ទៅក្នុងកណ្ដាប់ដៃគ្រួសារណាមួយដែលវានាំឲ្យខូចវប្បធម៌ប្រជាធិបតេយ្យនិងរាជានិយមបើខ្ញុំគ្រប់គ្រងប្រទេសកម្ពុជាឲ្យដូចប្រទេសថៃអំណាចត្រូវតែជារបស់ប្រជាជនគឺប្រជាធិបតេយ្យគឺរបស់ប្រជាជនណាហើយបកូនណាជាម្ចាស់ទឹកដីអានឹងជាវប្បធម៌ប្រពៃណីនៃរាជានិយមគឺវាអញ្ចឹងខ្ញុំថាអញ្ចឹងហេតុអីបើខ្ញុំនិយាយថាបើថាក់ស៊ីនណាគាត់មានតំណែងតំណងចងសម្ព័ន្ធស្និទ្ធកម្រៅបង្ហាញសកម្មភាពទី1ផ្ដល់លេសឲ្យពួកយោធានិងគណៈបកនៅក្នុងប្រទេសថៃចូលប្រកាន់ថាគាត់មានឥទ្ធិពលទៅលើកូនស្រីរបស់គាត់ហើយគេថាគាត់ជាអ្នកបញ្ជារចនាសម្ព័ន្ធរដ្ឋាភិបាលអញ្ចឹងគឺធ្ងន់ដល់គាត់អានេះកុំច្រឡំណាសូមតារានិយាយហ្នឹងគឺកតិបណ្ឌិតទេណារឿងមួយគឺថាក់ស៊ីនអត់ត្រូវពាក់ព័ន្ធជាមួយហ៊ុនសែនទេអាចលួចតាមទូរស័ព្ទស្ងាត់អីបន្តិចចេញជារូបរាងអត់ត្រូវពាក់ព័ន្ធទេណាគ្រូសាថាក់ស៊ីនពីព្រោះគេអាចគិតថាហ៊ុនសែនថាក់ស៊ីនចងសម្ព័ន្ធបង្កើតអាណាចក្រណារាជានិយមប៉ុន្តែអាណាចក្រគ្រួសារបងប្អូនណារាជានិយមអាណាចក្រគ្រួសារកាន់តែមានជួយគ្នាទៅវិញទៅមកទៅវាធ្វើឲ្យប្រទេសថៃបាត់កិច្ចការភាពដូច្នេះថៃគេនឹងកាត់អាចំណងនឹងចោលគ្រប់មេដឹកនាំណាក៏ដោយឲ្យតែតំណែងតំណងចិត្តស្និទ្ធជាមួយហ៊ុនសែនលក្ខណៈកសាងអំណាចគ្រួសារមិនថាតែថាក់ស៊ីនទេប្រជាជនថៃនិងយោធាថៃកំចាត់ទាំងអស់ហើយបងប្អូនណាបងប្អូនទៅស្ដាប់ហ៊ុនសែនអត់បានទ្រឹស្ដីចឹងឬក៏ស្ដាប់អ្នកប្រាជ្ញគណៈបព្វជិជនបងប្អូនមើលអត់យល់ទេហើយអ្វីសូមរាំងនិយាយពេកហើយអីខ្ញុំលើកឡើងថៃគេមិនត្រូវការឲ្យប្រទេសរបស់គេនឹងក្រោមឥទ្ធិពលគ្រួសារណាមួយទេណាអញ្ចឹងបានជាដែលខ្ញុំនិយាយថាគាត់ឆ្លាតត្រង់ចំណុចមួយថាយើងមើលមិនយល់គឺគាត់មានហ៊ុនសែនមួយសម្រាប់ជាជីវិតផ្លូវច្រកចុងក្រោយដើម្បីរកប៉ុន្តែគាត់ថាក់ស៊ីនអាចដំងគឺថាបើគាត់កាន់តែកម្រើកគឺគាត់កាន់តែស្លាប់ទីមួយគាត់ផ្ដល់លេសឲ្យគេថាគាត់បញ្ជារដ្ឋាភិបាលមានឥទ្ធិពលទៅលើរដ្ឋាភិបាលទី2គឺគេអាចគិតថាគាត់កសាងណាឥទ្ធិពលអាណាចក្រគ្រួសារជាមួយហ៊ុនសែនរាជានិយមអាណាចក្រខ្មែរណាជាម្ចាស់អាណាចក្រខ្មែរតាក់ស៊ីនរាជានិយមជាម្ចាស់ថៃចឹងថៃក៏អត់ត្រូវការណាអានឹងហើយដែលខ្ញុំមើលទៅថាវប្បធម៌ថៃល្អវប្បធម៌ថៃទៅនឹងល្អបើយើងនិយាយដាក់ជាប្រទេសថៃយើងកុំនិយាយរឿងថៃស្លៀនពៀនព្រោះតែរឿងមួយដែលឡៃទៀតអញ្ចឹងត្រង់នេះខ្ញុំនិយាយពីហ៊ុនសែនថាក់ស៊ីនហើយបងប្អូនណាអ្នកណាដែលទៅប្រតិក្រឡាជាមួយហ៊ុនសែនហើយដើរនយោបាយក្រោមឧទាហរណ៍ថាធ្វើដ្រូនពួកថៃអត់ត្រូវការដ្រូនដាក់ខ្មែរធ្វើដ្រូនមើលទៅដូចបញ្ជានេះថាអូទៅចាប់បញ្ជូនមនុស្សចាប់ចុះអានឹងថៃគេអត់ចូលចិត្តទេប្រជាជនថៃក៏អត់ចូលចិត្តគេចូលចិត្តមកចាក់ការខ្លួនឯងមែនទេមើលទៅថាក់ស៊ីនដើម្បីហ៊ុនសែនគាត់លួងចិត្តមើលទៅដូចយូរទៅសហការជាមួយហ៊ុនសែនដើម្បីទៅធ្វើបាបនេះធ្វើបាបនោះតែបិទតែវាជាផលប្រយោជន៍ទៅដល់ប្រទេសថៃមែនប៉ុន្តែវាមិនបង្ហាញអំពីកិច្ចការនុភាពវាមិនបង្ហាញអំពីម្ចាស់ការនៃខ្លួនឯងរឹងមាំតស៊ូទីមួយខ្ញុំយកពីហ៊ុនសែនថាក់ស៊ីនបើថាក់ស៊ីនកាន់តែកម្រើកកាន់តែផ្ដល់លេសឲ្យគាត់នៅពីក្រោយខ្នងរដ្ឋាភិបាលមានឥទ្ធិពលលើកូនស្រីគាត់អត់មានដូចកម្ពុជាបងប្អូនមានអាខ្វល់ហ៊ុនសែនគាត់ព្រឹទ្ធសភាគាត់បកូនណាមិននៅក្នុងស្រុកគាត់ទៅតែងតាំងគាត់សញ្ញេអីជំនួសបកូនណាកូនក៏អានឹងណាគឺសុខថៃគេអត់ចង់ឲ្យអញ្ចឹងគេមិនចង់ឲ្យអញ្ចឹងគេធ្វើត្រូវរបស់គេខ្ញុំគ្រប់គ្រងការធ្វើដូចថៃខ្ញុំថាអញ្ចឹងណាពីព្រោះប្រទេសថៃទឹកបិទទីមួយវាមិនមែនជាកម្មសិទ្ធិរបស់ក្រុមគ្រួសារពូជតែមួយទីពីរប្រទេសវាមានការផ្លាស់ប្ដូរញឹកញាប់វាមិនជាវិបត្តិនយោបាយទេវាគឺជានយោបាយចរន្តនៃប្រកបប្រជែងផ្លាស់ប្ដូរដូចពីរង្វាន់ហ្នឹងម្ដងមេដៃមាសម្ដងខ្សែក្រវ៉ាត់ទៅនេះទៅនោះជារឿងធម្មតាប៉ុន្តែសួរតែប្រទេសថៃជាកូនញាក់នៅអាស៊ីណាមិនមែនដូចប្រទេសយើងដុនតាទេបងប្អូនពុំបញ្ញាវឌ្ឍនាទី2ចប់រឿងហ៊ុនសែនថាក់ស៊ីនហ៊ុនសែនគាត់នៅក្នុងអត្ថបទគាត់នៃសាររំលែកទុកដោយដាក់រូបថតគាត់ជាទាហានបាននិយាយថាកន្លែងដែលផ្ទុះអាវុធស្លាប់គឺជាកន្លែងដែលគាត់ធ្លាប់ទៅអង្គុយបងប្អូនគាត់សម្ដែងនៅការការពារទឹកដីល្អណាស់
ជារឿងធម្មតាមិនត្រូវឲ្យបាត់1មីលីម៉ែត្រហើយជាការបញ្ជូនទ័ពដើម្បីការពារហានិភ័យណាមួយជារឿងត្រឹមត្រូវខ្ញុំសាមគ្គីជាមួយសម្ដេចរឿងការពារជាតិមរណភាពទឹកដីដោយមិនគិតរឿងបុគ្គលទី2សម្ដីនេះបើយើងអត់ចាប់អារម្មណ៍គឺយើងអត់ចាប់អារម្មណ៍សម្ដីដែលសម្ដេចខ្លួនឯងក៏មិនចាប់អារម្មណ៍ដែរប៉ុន្តែបើយើងចាប់អារម្មណ៍គេអាចចោទជាសំណួរបើនៅក្នុងការសិក្សាស្រាវជ្រាវនិកាយប្រវត្តិអនុបណ្ឌិតឬក៏បណ្ឌិតគេថាបើសម្ដេចកាលពីមុនអាចទៅអង្គុយនៅទីនោះបានឆាយាសច្ចាមានន័យថាវាអត់នៅក្បែរព្រំដែនទេមែនទេហើយបើសម្ដេចឥឡូវហ្នឹងកន្លែងហ្នឹងវាទៅជាកន្លែងចំនួនវាមានន័យថាចុះពីមុនអាព្រំដែនវានៅឯណាប្រចាំពីសួរចឹងណាខ្ញុំភ្ញាក់បងប្អូនណាឃើញបងប្អូនយើងមួយចំនួនគាត់មោទនភាពហើយសម្ដេចក៏បានចាប់អារម្មណ៍រឿងហ្នឹងគាត់ភ្ញាក់បងប្អូនពិចារណាទៅនឹងបន្តិចហ្នឹងពិចារណាអាកន្លែងគាត់ឈរស្រាប់តែឥឡូវផ្ទុះអាវុធហើយថៃអាំងថាជាដីផ្ទុះអាវុធឆ្ងាយទេអត់ទេអញ្ចឹងវាច្បាស់ជាថាពីមុនតំបន់សុខសន្តិសុវត្ថិភាពស្រាប់វាទៅជាតំបន់ចំនួនវាចុះអាពីមុនវានៅឯណាពីមុនវានៅឯណាព្រំដែនយើងយោងតាមសម្ដេចព្រំដែនដែលថៃឈរជើងបច្ចុប្បន្នគឺគិមែនទេគិមានន័យថាម៉េចមានន័យថាយើងបាត់បង់ទឹកដីមែនទេសម្ដេចគាត់សួរថាសំជាក់សំអាងលើអីសំអាងលើសម្ដេចគាត់ថាគាត់ពីមុនទៅអង្គុយទៅហ្នឹងអត់មានអីផងជាដីខ្មែរតើគាត់និយាយច្បាស់គាត់ទៅអង្គុយទៅហ្នឹងជាដីខ្មែរឥឡូវមិនគេទៅជាចំនួនបងប្អូនដាវីដាកឹមបងប្អូនពិចារណាមើលពីដើមឡានជាឡានរបស់យើងឥឡូវវាទៅដើមឡានគ្នាមិនមានន័យថាយើងទៅជារបស់គេមកភាពបាត់ហើយហ្នឹងខ្ញុំមកយកធំគាត់គិតមិនដល់គាត់គិតមិនដល់ទៅគាត់និយាយចឹងគាត់ចង់គាត់ចង់សម្បើមថាគាត់ការពារទឹកដីទៅត្រូវខ្ញុំថាមិនចឹងប៉ុន្តែនេះវាទៅបកមកវិញណាយើងត្រូវសួរវិញណាថាតើពីមុនហ្នឹងកន្លែងហ្នឹងសុវត្ថិភាពមានន័យថាវាត្រូវចម្ងាយពីព្រំដែនណាធម្មតាកងកម្លាំងឬក៏មេដឹកនាំទៅគេមិនដែលទៅប្រគិតព្រំដែនទេយ៉ាងហោចណាស់ក៏ចម្ងាយ1គីឡូម៉ែត្រទៅ2គីឡូម៉ែត្រពីព្រំដែនដែរគេមិនដែលទៅអង្គុយនៅទីតាំងព្រំដែនទេបងប្អូនពីព្រោះទីតាំងព្រំដែនហ្នឹងបើកាលណាអង្គុយគៀកពី1គីឡូម៉ែត្រទៅត្រូវបញ្ជូនដំណឹងឲ្យភាគីម្ខាងទៀតបើមិនអញ្ចឹងទេវាច្បាស់ជាមានការផ្ទុះអាវុធអានេះជាច្បាប់ប្រទេសមួយដែលអត់មានឯកភាពព្រំដែនបើនៅអឺរ៉ុបយើងមិននិយាយបងប្អូនប្រទេសមួយដែលអត់មានឯកភាពព្រំដែនហ្នឹងមេដឹកនាំប្រទេសមិនអាចហ៊ានទៅចម្ងាយ100ម៉ែត្រពីព្រំដែនទេអាចនឹងមានផ្ទុះអាវុធស្លាប់ដូច្នេះគេត្រូវតែបញ្ជូនដំណឹងឲ្យគ្នាទៅវិញទៅមកបញ្ជូនបោះដៃឲ្យគ្នាទៅវិញទៅមកប៉ុន្តែសម្ដេចគាត់បាននិយាយថាទៅគាត់ហ្នឹងរឿងថាទៅនឹងបញ្ជូនការបោះដៃឲ្យថៃគាត់គ្រាន់ថាគាត់ទៅអត់មានអីផងបើទៅអត់មានអីពីថានឹងចម្ងាយពីព្រំដែនតែជា1គីឡូទៅ2គីឡូឯនោះហើយ1គីឡូ2គីឡូបាញ់គ្នាមើលមិនឃើញអញ្ចឹងបើឥឡូវវាបាញ់គ្នាមានន័យថានោះវាឈរជើងទៅណាថាមិនបានជាថាអត់បាត់ទឹកដីកម្ពុជា1មីលីម៉ែត្រហើយនេះជាសំណួរទី1នេះទី2សំណួរនេះវាស្របលទ្ធផលការចរចាមាន3ខ្ញុំមិនបាច់វែងញ៉ៃច្រើនបងប្អូនទៅមើលសម្មានគាត់ខុសដែរទៅមើលប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបព្វជិជនឬក៏ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងការពារជាតិប៉ុន្តែខ្ញុំចាប់អារម្មណ៍ចំណុចមួយក្នុងចំណោមឯកភាពនេះ3ហ្នឹងគឺភាគីទាំងពីរលីណាចិនដាឯកភាពឈរជើងណាបោះទ័ពឈរជើងតាមទីតាំងសំរុំចំយ៉ាមានន័យថាមិនសំរុំគឺជាទស្សនៈបងប្អូនបើសិនជាថៃវាយល់ថានេះសំនឹងអញឈរវាមិនឈរបើមិនឲ្យវាឈរវាបាញ់វាផ្ទុះអាវុធមកប្រើទៅចរចាមកប្រើចរចាបាន50ម៉ែត្រដែរឃើញទេហើយចរចាអានឹងអត់មានដកទៅណាវិញនៅតែនឹងតែអត់ទេអានឹងខុសណាកន្លែងណាដែលនៅត្រង់ណាត្រូវនៅត្រង់ហ្នឹងអត់មានថាឥឡូវនេះសំរុំមកបាញ់ពុកបោះទីតាំងនៅហ្នឹងអត់មានដកទៅវិញទៅឈរនៅហ្នឹងអត់ទេទៅវៃឲ្យរុញទៅវិញទូអត់គ្រាប់ប្រហែលទៅវៃរុញទៅវិញរុញអាកន្លែងដែលមិនអាចចូលបានណាកន្លែងហ្នឹងអត់ច្បាស់ណាបងប្អូនខ្ញុំអត់ដឹងថាប្រហែលជាមានភាពតានតឹងណាមួយដែលមិនអាចជជែកគ្នាបានណាសុផលកន្លែងហ្នឹងគួរឲ្យព្រួយបារម្ភណាបងប្អូនមើលប្រផ្លែអត់ដឹងគួរឲ្យព្រួយបារម្ភណាឈរជើងតាមកន្លែងសំរុំអ្វីទៅដែលហៅកន្លែងសំរុំមានន័យថាយើងអត់ទាន់មានព្រំដែនច្បាស់ផងអត់ទាន់មានព្រំដែនច្បាស់មិនក៏ហ៊ុនម៉ាណែតថាផ្ទៃនៃប្រទេសកម្ពុជាកើនអាហ្នឹងឲ្យបានខ្ញុំនិយាយហ៊ុនម៉ាណែតកាន់តែខឹងដោយសារបញ្ញាគាត់មិនដល់គាត់និយាយក៏បានគិតណាលទ្ធផលចរចាតែខ្ញុំគ្រប់គ្រងឲ្យមានការចរចាឬក៏ដោះស្រាយទៅតាមយន្តការអន្តរជាតិបើសិនជាយើងខ្សោយនេះក៏ខ្លាចហើយក៏មិនត្រូវខ្លាចខ្លួនប៉ុន្តែទឹកដីរបស់យើងកងទ័ពរបស់យើងសពាវុធរបស់យើងមានគឺដើម្បីការពារដែរអត់មានដើម្បីរੂទេហើយណាខ្ញុំអត់ច្បាស់ហើយមិនពេញចិត្តជាមួយលទ្ធផលនៃការចរចាដោយប្រើពាក្យថាឈរជើងនៅកន្លែងសំរុំអ្នកណាយើងសំរុំយ៉ាងម៉េចឧទាហរណ៍អានោះវាអាងកម្លាំងសពាវុធខ្លាំងជាងយើងវាបញ្ឈរកន្លែងទឹកដីយើងធ្វើម៉េច
អត់មានទេត្រង់សេនៅកន្លែងណាដែលមិនធ្លាប់មកតែចូលមកបាញ់ដូចភូមិចូលមកបាញ់ដូចភូមិប្រទេសមានសង្គ្រាមមែនតែថៃឆ្លៀតពេលបានទេអត់មានគិតថាខ្លាចគេហៅថាអត់សន្តិភាពអត់ទេនៅប៉ាគីស្ថានក៏ដែរឥណ្ឌាក៏ដែរនៅចិនក៏ដែរចិននៅក៏ចូលជាងចិនជាងឥណ្ឌាណាបងប្អូនជាធម្មតាប្រទេសដែលនៅជាប់គ្នាមាននៅលើពិភពលោកដល់ទៅអឺរ៉ុបចេញណាមានចំនួនព្រំដែនជារឿងធម្មតាមែនទេតិចតួចវាកើតហើយវារលត់ទៅវិញប៉ុន្តែបើយើងមែនទេឲ្យគេឆ្លៀនពៀនឲ្យយើងតែងកំណាប់អត់ទេវិញបដិញទៅវិញណាចរចាក៏ត្រូវតែមិនអាចមកកាន់បោះទីតាំងដែរកន្លែងណាដែលនៅតែនោះបើសិនជាយើងមិនអាចយកអាចចាស់បានក៏មិនអាចត្រូវឲ្យគេបោះមកជំនាញចូលថ្មីដែរចូលបាញ់ទៅបាត់ជើងអង្គុយមក24ម៉ោងតម្រង់រហូតឲ្យឃើញមនុស្សបាញ់ទៅដល់ឲ្យតែកន្លែងហ្នឹងចូលមិនបានប្រទេសណាគេធ្វើអញ្ចឹងដែរប្រទេសកូរ៉េក៏ដោយប្រទេសកូរ៉េជើងកូរ៉េត្បូងរហូតគេធ្វើលបងចិនក៏ដោយជួនក៏ដោយគេធ្វើអញ្ចឹងអត់មានគេទេបាញ់ទៅយើងខ្សោយជាងឲ្យគេតដៃញាប់មិនគេហៅប្រទេសអធិបតេយ្យភាពហ្នឹងទូនីតិរបស់យើងគឺការពារព្រំដែនណាបើអត់ចូលតាមច្រកព្រំដែនកងទ័ពបោះមកជំនាញចល័តមកចូលដល់តំបន់ហាមឃាត់បាញ់តែប៉ុណ្្នឹងឯងសួរសូនដល់និយាយចឹងបង្កមានសង្គ្រាមចេះនិយាយចឹងមិនយើងអត់ត្រូវឲ្យមានសង្គ្រាមទេប៉ុន្តែយើងមិនត្រូវឲ្យគេឈ្លានពានទេបើអញ្ចឹងមិនសានក៏ចល័តតទៅអីតនេះថាហងនេះគាត់ទស្សនៈដូចខ្ញុំមិនត្រូវឲ្យមានសង្គ្រាមមិនត្រូវមានការបាញ់គ្នាទេប៉ុន្តែក៏មិនត្រូវឲ្យគេចូលមកដែរអត់មានអាចទៅបាញ់ញ៉ៃយកបាន2ម៉ែត្រចរចាហើយអត់ចេញពី2ម៉ែត្រហ្នឹងអត់ទេមិនសមរម្យកន្លែងដែលឈរជើងសមរម្យហ្វាវិជាមានន័យថាណែប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នែកប្រទេសតំបន់ទី2ភ្ជាប់ដូចគ្នាខ្ញុំធ្វើការប្រៀបធៀបទាហានលីកំភ្លើងនិងទាហានលើកជើងហើយខ្ញុំលើកឪពុករបស់ខ្ញុំដែលតំណាងឲ្យទាហានលីកំភ្លើងទាំងអស់ពួកខ្ញុំអត់ស្គាល់ឈ្មោះអ្នកណាខ្ញុំលើកឪពុករបស់ខ្ញុំដែលតំណាងឲ្យទាហានលីកំភ្លើងណាហើយខ្ញុំនឹងនិយាយតាមការដែលខ្ញុំចាំបានតាំងពីក្មេងមកពីព្រោះមានពេលខ្លះក៏បងប្អូនចង់ស្ដាប់ខ្លះដែររឿងឪពុករបស់ខ្ញុំតស៊ូនៅក្នុងនៃរដ្ឋាភិបាលគណៈបកប្រជាជនដើម្បីការពារជាតិគាត់យកជីវិតទៅបដូរបើប្រៀបធៀបសិនប្រូសិនទំហំសង្គ្រាមជាមួយនឹងសម្ដេចគាត់រត់ទៅស្រុកយួនត្រឡប់មកវិញគាត់ធ្វើរដ្ឋមន្ត្រីគាត់ដឹកនាំប្រទេសរហូតក៏មិនដែរចូលសមរភូមិដល់ឪពុករបស់ខ្ញុំចូលសមរភូមិតាំងទសវត្សរ៍80រហូតដល់សមរភូមិចុងក្រោយនៅឆ្នាំ97ក្រោយរដ្ឋប្រហារនៅណាផ្ដួលរំលំផ្សាយក្រុងព្រះគាត់ត្រូវបញ្ជូនទៅព្រំដែនអានេះខ្ញុំនឹងនិយាយតាមដំណាក់កាលឥឡូវខ្ញុំឲ្យបងប្អូនយើងមើលភាពខុសគ្នារវាងទាហានលីកំភ្លើងការបច្ចុប្បន្ននិងទាហានលើកជើងពាក់ផ្កាយហឺហាទាហានលីកំភ្លើងច្បាំងជោគវាសនាបច្ចុប្បន្នមានតែ3ទេមាន3លទ្ធផលរបួសស្លាប់តែយើងមោទនភាពរបួសស្លាប់យើងមោទនភាពណាស្លាប់ដើម្បីការពារជាតិរបួសដើម្បីការពារជាតិមិនមែនជារឿងដែលគួរឲ្យក្តៅក្រហាយទេជាមោទនភាពកោតសរសើរគោរពប៉ុន្តែលទ្ធផលវាមានមែនស្លាប់របួសជាប់គុកណាបងប្អូនខ្ញុំធ្លាប់និយាយនៅប្រទេសដែលមានអំណាចយោធាខ្លាំងណាតែហ៊ានដែលធ្លាប់ឆ្លងកាត់សង្គ្រាមដោយឪពុករបស់ខ្ញុំគ្មាននរណាហ៊ានប៉ះទេទោះក្នុងក្របខ័ណ្ឌណាក៏ដោយមិនត្រូវយកគាត់ទៅលេងសើចពាក់ព័ន្ធជាមួយកូននេះនៅក្នុងប្រទេសកូរ៉េក៏ដោយនេះពួកគេអត់ទៅពាក់ព័ន្ធទេគេសុខចិត្តតាមកូននឹងកូរ៉េខាងជើងវាសុខចិត្តមានមនុស្សតាមសុខជួយដូចចឹងដែរគេអត់ប៉ះពាល់ទេបងប្អូនខ្ញុំសួរសំណួរមួយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននៅមិនច្រើនទេមនុស្សដែលមានវ័យប្រហែលឪពុករបស់ខ្ញុំដែលឆ្លងកាត់សង្គ្រាមណាតែហ៊ានបច្ចុប្បន្នណាបើអត់មានសង្គ្រាមនៅព្រំដែនដូចជានៅព្រះវិហារដូចជានៅបាញ់គ្នាមកប្រៅណាតែហ៊ានហឺហាទៅលួយញ៉ាយស្រីទេមែនទេអត់ទាន់បានឆ្លងកាត់សង្គ្រាមនៅឡើយទេត្រឹមកម្រិតហឺហាញ៉ាយស្រីទេមែនទេអត់ដូចពួក PM មកទៅចាប់ប៉ាខ្ញុំណាដែលពួតរៀបកម្លាំងហ្នឹងគឺពួកនឹងដែលបាញ់មកក្របប៉ែកផងទៅចាប់យុទ្ធជននេះជាគ្រូរបស់ខ្លួនណាប៉ុន្តែនឹងធ្វើតាមវិជាយើងវាទៅអញ្ចឹងវាធ្វើតាមវិជាប៉ុន្តែខ្ញុំចង់និយាយគាត់តែសមាជិកភាព PM ណាដែលទៅចាប់ឪពុករបស់ខ្ញុំនៅទីបញ្ជាការយោធានៅច្រកមាត់ច្រកចូលទីបញ្ជាការយោធាណាក៏មិនដែលស្គាល់សមរភូមិមកប៉ះផងពួកនឹងវិជាបាញ់ទៅបាញ់កសាំងផ្លែកសាំងមិនទៅផងពួកនឹងវាបានទៅចាប់មនុស្សណាទៅនុយផឹកកាហ្វេស៊ីកាទៀវទេហើយនឹងចាប់តាមបញ្ជាទេបញ្ជាមកឲ្យបាញ់មនុស្សហើយខ្ញុំអ្នកដែលអាយុបាត់ដែលឪពុករបស់ខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំជឿថាពួកនឹងខ្ញុំនិយាយផ្ដាំទៅសូនរាទៅពួកនឹងមិនដែលស្គាល់សមរភូមិមកប៉ែកទេគួរគោរពគាត់ហើយបងប្អូនណាបើនៅក្នុងប្រទេសអាមេរិកឬក៏ខ្ញុំនិយាយប្រទេសមហាអំណាចធំៗនៅស្រុកប្រៃហ្នឹងមនុស្សបែបហ្នឹងគេលើកដំកើងណាគេលើកដំកើងគេចាត់ទុកជាក្រុមប្រឹក្សាសន្តិសុខជាតិអីផង
តែហ៊ានចាស់ចាស់បើនៅក្នុងខេត្តក្រុងប្រឹក្សាសន្តិសុខខេត្តអីចឹងទៅបើនៅក្នុងក្រុងអីចឹងទៅគេមិនដែលទៅប្រមាថមើលងាយអានេះថាចាត់ទុកប្រជាជននឹងជាសត្វធាតុណាដូចជាគូដូចជាបីត្រូវប្រើបានប្រើដល់ពេលប្រើអស់ចង់ស៊ីសាច់ទៅកាប់សាច់ស៊ីទៅឪពុករបស់ខ្ញុំនឹងដូចគេចាត់ទុកដូចគូដូចក្បីចឹងគេប្រើទៅដល់ពេលប្រើអស់លែងមានសមត្ថភាពកាប់សាច់ស៊ីបណ្ដោយអានឹងគឺជារបបដឹកនាំគំរូអគុណធម៌ដែលមនុស្សឈឺចាប់ណាមួយឥឡូវយើងមើលខ្ញុំប្រៀបធៀបបាញ់មិញបន្តិចនិយាយគាត់ឲ្យចំណុចនឹងចុះកងទ័ពដែលវ័យឪពុករបស់ខ្ញុំចូលនិវត្តន៍ឬក៏មិនទាន់ចូលនិវត្តន៍អ្នកដែលនៅសុខភាពល្អអត់មានរបួសអីនៅបំពេញការងារធម្មតាប៉ុន្តែអ្នកធម្មតាជាទូទៅគឺមានតែស្លាប់របួសពីការរំទល់បច្ចុប្បន្នស្លាប់ពីការហើយជាប់គុកនៅក្នុងចំណោមនោះឪពុករបស់ខ្ញុំក្រោយពីធ្វើសង្គ្រាមនៅក្នុងសមរភូមិចប់គាត់អត់មានពីការគាត់អត់ត្រូវរបួសនៅក្នុងសង្គ្រាមគាត់អត់ស្លាប់នៅក្នុងសមរភូមិទេប៉ុន្តែគាត់ទទួលបានគុកនៅក្នុងសម័យសន្តិភាពកាលពីសម័យសង្គ្រាមគាត់លីកភ្លើងចូលព្រៃគាត់បាញ់គាត់រស់នៅក្នុងណាភាពមូខាំក្រុមចាញ់ប៉ុន្តែក្រោយពីប្រទេសមានសន្តិភាពគេយកគាត់ទៅដាក់គុកដោយសារតែមានកូនជាអ្នកប្រាជ្ញដោយសារតែមានកូនជាអ្នកប្រាជ្ញដែលធ្វើឲ្យហ៊ុនសែនច្រណែនអានេះគឺជារឿងមួយណាអាម៉ាស់ណារ៉ែងតែឥឡូវបងប្អូនយើងប្រៀបធៀបអត់កងទ័ពទាហានលើកជើងពាក់ផ្កាយហឺហាមិនមែនតែសូនតារាទេឥឡូវចាប់ផ្ដើម Facebook វាលុកចាប់ផ្ដើមយកកូនប្រៀបសវត្ថយកកូននាយក្រឹមយកនៅគណៈបកប្រជាជនដែលពាក់ផ្កាយក្មេងស្រីនេះគេចាប់ផ្ដើមយកដើម្បីឲ្យខ្មែរយើងមើលការប្រៀបធៀបថាអ្នកសូម្បីតែកឹមសុខក៏គាត់បង្ហោះតែបទមួយដែលមានលក្ខណៈប្រៀបធៀបគឺអាតែហ៊ានការពារព្រំដែនពិតប្រាកដដែរណាស៊ីតបាយជាមួយអំបិលទេកឹមសុខគាត់បង្ហោះហើយអត់តែមានស្បែកជើងពាក់ផងលីបេកាន់ព្រៃពិតណាបងប្អូនឯចំណែកអាទៅហ៊ានដែលសម្ញែងខាងបញ្ជាទៅចាក់ពួកផ្ទះគេចាក់ពួកនឹងមិនដែលបានតែពេកទេបើនិយាយទៅអញ្ញាទៅចាក់ដែលទទួលបញ្ជាទៅចាក់ពួករបស់ខ្ញុំហ្នឹងមិនដែលស្គាល់សមរភូមិឲ្យមកបាច់ទេសូនរាតាចឹងមិនដែលស្គាល់ទេមែនទេគូណាស់តែនៅក្នុងចិត្តគោរពគាត់ដែលជាមនុស្សឆ្លងកាត់សមរភូមិហើយកាន់រដ្ឋបាលខេត្តពួករបស់ខ្ញុំគាត់កាន់រដ្ឋបាលខេត្តកាន់ផ្នែកណាបុគ្គលិកប៉ុន្តែក្រោយមកគេតម្លើងឲ្យទៅផ្សេងណាបុគ្គលិកតែងតាំងផ្លាស់ប្ដូរអាហ្នឹងតតែអ្នកធ្វើតែហ៊ានមិនយល់គេហៅថាការិយាល័យទី1អញ្ចឹងបងប្អូនខ្ញុំប្រៀបធៀបបន្តិចខ្ញុំចង់ចែករំលែកជាមួយនឹងអ្វីដែលខ្ញុំបានដឹងក្នុងនាមជាកូនហើយប្រៀបធៀបជាមួយនឹងកងទ័ពដែលគាត់ពាក់លីជីវិតណែបច្ចុប្បន្ននេះឪពុកខ្ញុំគឺជាអ្នកសមរភូមិចឹងគ្រាន់តែគាត់អាយុថ្លៃមិនបាត់បង់ជីវិតប៉ុន្តែបើនិយាយពីការឆ្លងកាត់សមរភូមិបងប្អូនឃើញទេហ៊ានដែលស្លាប់នៅព្រំដែនមានអាយុ48ឆ្នាំទោះតែមានចំណាស់ភាពច្រើនចំណាស់ប៉ុណ្ណឹងគឺឆ្លងកាត់សង្គ្រាមខ្ញុំចាំបានព្រឹត្តិការណ៍3ធំដែលជាក់ស្ដែងសម្រាប់ភ្នែកទាំងគូរបស់ខ្ញុំប៉ុន្តែព្រឹត្តិការណ៍ផ្សេងទៀតគាត់ដេកនៅក្នុងសមរភូមិត្រាំទឹកក្នុងព្រៃមុខខាំខ្ញុំអត់បានដឹងព្រឹត្តិការណ៍3ធំគឺព្រឹត្តិការណ៍ដែលខ្ញុំនឹកឪពុករបស់ខ្ញុំបងប្អូនមួយឆ្នាំខ្ញុំបានជួបគាត់ទី1កាលខ្ញុំនៅក្មេងៗទស្សវត្សកៅជាងហ្នឹងទស្សវត្សបែរជាក្រោយបោះឆ្នោតទៅទៀតក្រោយបោះឆ្នោត93ខ្ញុំចាំពុកកាត់ក្រោយ93ខ្ញុំចាប់បានដឹងក្តីហើយ93 94បោះឆ្នោតមែនតែខ្មែរក្រហមនៅក្នុងព្រៃខ្ញុំចាំពេល1 93ឬ94ក្រោយបោះឆ្នោតនេះខ្ញុំសរំឯកអត់បានជួបឪពុករបស់ខ្ញុំមួយឆ្នាំជំនាន់នោះអត់មានទូរស័ព្ទអត់មានអីទេមានតែការទន្ទឹងរង់ចាំហើយមិនដឹងថាស្លាប់ឬរស់ទេបងមួយថ្ងៃស្ដាប់តែតំណែងអ្នកស្រុកខ្ញុំមានតែអ្នកស្រុកអ្នកភូមិជុំវិញខ្ញុំឮថាអូអានេះរបួសអានោះជន់មានអានោះស្លាប់ហើយខ្ញុំរៀនអត់មានព្រលឹងនៅក្នុងខ្លួនទេបងប្អូនពិចារណាមើលមនុស្សដែលអត់មកផ្ទះមួយឆ្នាំបើសិនជាគាត់នៅការិយាល័យនៅទីបញ្ជាការចឹងហើយគោមួយសប្តាហ៍មួយថ្ងៃអាទិត្យគាត់មកលេងប្រពន្ធកូនតាមទម្លាប់គាត់មកលេង2អាទិត្យឬក៏មួយខែម្ដងមិនមួយអាទិត្យទេ2សប្តាហ៍ឬក៏មួយខែម្ដងមែនទេមកលេងទៅខ្ញុំឃើញឪពុកខ្ញុំរត់ក្មេងៗអានេះញ៉ាំទៅឃើញឪពុកជិះម៉ូតូចូលផ្ទះចំណុចមានឡានមានអីទេជិះម៉ូតូជិះកង់មុននឹងទៅមានកង់ជិះម៉ូតូមកចូលផ្ទះអានេះញ៉ាំក៏រត់ទៅបផាត់បពីហើយពីគាត់ទៅវិញនឹងក៏រត់ដេញតាមហិតម៉ូតូហ្មងរត់ទៅដាច់កតុយហ្នឹងណែហើយពីគាត់ទៅវិញជួនកាលហ្នឹងគាត់ទៅចំថ្ងៃច័ន្ទហ្នឹងគាត់ដឹកមកម៉ូតូទៅលាក់សាលាទៅលាក់នៅសាលាឪពុករបស់ខ្ញុំគឺបើគាត់ទៅចំថ្ងៃច័ន្ទ
គាត់តម្លាក់កូននៅសាលាហ្នឹងពីមុខមួយពីក្រោយពីរទៅហើយពេលដែលតម្លាក់ទៅហ្នឹងណាក្មេងៗនេះដេញមើលគាត់ទៅដាច់ទៅផ្នែកទៅឆ្លងផុតផ្សារបាត់នេះនោះបាននាំគ្នាចូលថ្នាក់ប៉ុន្តែបងប្អូនសម័យមើលបាត់ឪពុកមួយឆ្នាំខ្ញុំរាប់ទៅពេលដែលខ្ញុំចូលរៀនវិសមកាលអីហើយបានគាត់មកអណាបងប្អូនមានន័យថាសមរភូមិក្តៅចេញឆ្ងាយពីផ្ទះជំនាន់នោះអត់មានមធ្យោបាយទេតែដឹកឡានទៅដាក់ហើយគឺដាក់ហើយកាលនោះខ្ញុំចាំបានគាត់ទៅអូរ៉ាល់ហើយអូរ៉ាល់ឥឡូវវាមិនឆ្ងាយទេជំនាន់នោះខ្ញុំថាចឹងអត់មានឡាននេះទេបើកណាទៅហ៊ានគេដឹកបញ្ជូនឡានទៅគឺទៅឲ្យបាត់មួយឆ្នាំពេញមកដល់វិញអក្រោយឡើងបានគាត់ណារៀងរាល់សប្តាហ៍ឬក៏2សប្តាហ៍ម្ដងមកលេងផ្ទះមកសួរសុខទុក្ខក្រៅពីធ្វើសង្គ្រាមប៉ុន្តែពេលដែលគាត់ចេញចូលព្រៃបាត់3ខែទៅ1ឆ្នាំពេញលើកទី1ខ្ញុំចឹងទី2គឺប្រហែលជាចុងឆ្នាំ96 97មុនរដ្ឋប្រហារឬក៏ក្រោយរដ្ឋប្រហារខ្ញុំចន្លោះទៅពេលហ្នឹងឪពុករបស់ខ្ញុំបាត់រយៈពេលជាងកន្លះឆ្នាំដោយអត់បានមកលេងដោយសារគាត់នៅក្នុងសមរភូមិហើយពេលដែលគាត់ត្រឡប់មកវិញគឺគ្រុនចាញ់ណាបងប្អូនខ្ញុំនិយាយចឹងម្ដាយរបស់ខ្ញុំអ្នកស្រុកភូមិខ្ញុំដឹងទាំងគ្រុនចាញ់រហូតគាត់ស្ពឹកតិចអស់ខ្ញុំទៅរៀនអត់ចូលទេឲ្យតែពេលត្រឡប់ពីរៀនវិញគឺខ្ញុំណាឆ្ងាយណាស់បងប្អូនគាត់យកខ្ញុំទៅរៀននៅខេត្តហើយគាត់មិនអាចបន្តការងារគាត់អត់ទៅធ្វើការប្រហែលជា2ទៅ3ខែប្រហែលជា3ខែគឺមិនលុបឈ្មោះចេញគាត់ឈឺគ្រុនចាញ់ទៅស្គមស្គាំងមុខហត់ស្លេកស្លាំងខ្ញុំរៀននឹងសៅរ៍អាទិត្យនឹងគឺខ្ញុំមកច្បាច់ជើងឲ្យគាត់ច្បាច់តិចស្រាប់ហើយដូចខ្ញុំថាចំនួននោះអត់មានទូរស័ព្ទមានអីទេគ្រុនចាញ់វិស័យគាត់ធ្វើសង្គ្រាមគាត់ទៅតំបន់ការីរុំកាលនោះខ្ញុំចាំបានតំបន់ការីរុំគាត់ចុះទៅកាលហ្នឹងដូចជានៅក្នុងព្រៃសក្តិខ្មែរក្រហមហ្នឹងបងណាតំបន់ការីរុំមួយភាគនៃការីរុំតំបន់ភ្នំជាលនៅកំពង់ស្ទូចនិយាយរ៉ាល់បរសៃកងវិស័យណាអីហ្នឹងភ្នំស្ទួយហ្នឹងសុទ្ធតែខ្មែរក្រហមអ្វីដែលខ្ញុំសំណោះបំផុតពេលគ្រុនចាញ់បងប្អូនឪពុកខ្ញុំគាត់គ្រុនចាញ់នៅថ្ងៃមួយហ្នឹងគឺបានហៅកូនចៅមកទាំងអស់ខ្ញុំអត់រៀនទេពេលដែលឪពុករបស់ខ្ញុំគាត់ស្លេកស្លាំងគាត់ស្ពឹកគាត់ស្លាប់អត់ដឹងខ្លួនគាត់និយាយមួយម៉ាត់ទៅដាំកូនចៅខ្ញុំលែងទៅរៀនគឺខ្ញុំនៅជួយច្បាច់ជើងរបស់គាត់ហើយកាលនោះយាយរបស់ខ្ញុំម្ដាយរបស់ខ្ញុំនិងអ្នកស្រុកអ្នកភូមិហៅលោកបងប្អូនមានន័យថាម៉េចហៅលោកមកភាវនាខ្ញុំនិយាយប្រវត្តិនេះគឺដកដួលឈឺចាប់នៅក្នុងរបបដែលគេធ្វើអញ្ចឹងដាក់ពុករបស់ខ្ញុំភាវនាមានន័យថាដង្ហើមចុងក្រោយ3ថ្ងៃជាប់គ្នាធម្មតាបងប្អូនប្រពៃណីខ្មែរយើងទៅពេលណាដែលមនុស្សអស់សង្ឃឹមថាលែងរស់បើយើងនិយាយទៅគឺគេហៅព្រះសង្ឃមកភាវនាដើម្បីជូនដំណើរឪពុករបស់ខ្ញុំគេមកភាវនាជូនដំណើរគេដាក់ចង្គៀងដូចសាកសពចឹងណាគេដាក់ភ្លើងបំភ្លឺលោកសោតចឹងទៅចប់ចឹងទៅសល់ដង្ហើមចឹងទៅខ្ញុំបន្តច្បាច់ជើងគាត់ទៅណាស្អែកឡើងអត់នេះទេខ្ញុំច្បាច់ជើងចឹងទៅគាត់មកទៀតខ្ញុំអត់ទៅរៀនតែចិត្តទៅម្ដាយឪពុកខ្ញុំដេញទៅរៀនតែខ្ញុំទៅសៅរ៍អាទិត្យទេខ្ញុំឆ្លៀតមកពេលខ្លះអត់ទៅរៀនទេប៉ុន្តែអត់អីមែនទេគាត់ស្រាប់តែឆ្លងផុតគាត់អាចអង្គុយបានគាត់អាចហូបបបរបានគាត់អាចដាក់សរោមបានជាបានពេលដែលគាត់ដើរបានអីបានគាត់ក៏ត្រឡប់ទៅធ្វើការវិញគាត់ទៅធ្វើការដូចធម្មតាប៉ុន្តែសុខភាពគាត់អត់ខ្លាំងដូចមុនទេគ្រុនចាញ់បងប្អូនពីដើមមនុស្សគ្រុនចាញ់រស់តិចណាបងប្អូនតែហ៊ានស្លាប់បើមិនជាន់មានគ្រុនចាញ់ងាប់ណាគ្រុនចាញ់រស់តិចណាឪពុករបស់ខ្ញុំគាត់រស់ដោយសារបុណ្យបារមីរបស់គាត់ទេបើនិយាយអំពីតែហ៊ានតែគ្រុនចាញ់ដូចគាត់ណាដល់នេះអុយអ្នកគ្រុនចាញ់ក្នុងស្រុកខ្ញុំស្រាប់ទាំងអស់សល់តែប៉ាខ្ញុំទេអានឹងបានឲ្យខ្ញុំថាហ៊ុនមិនហេតុមិនដែលកេះកៃទៅភ្លើមកប៉ែកបងប្អូនគាត់ប្រមាថមើលងាយកងទ័ពដែលបូជាជីវិតបើយើងនិយាយទៅគាត់តែគាត់មិនស្លាប់គាត់យកជីវិតជាដើមទុនណារឿងនេះរឿងប៉ិតទៅសួរស្រុកភូមិខ្ញុំលួចទៅសម្ភារណាទៅយាយខ្ញុំគាត់ស្លាប់ហើយម្ដាយខ្ញុំគាត់នៅដឹងណាមីងអ៊ំពូខ្ញុំនៅដឹងអ្នកស្រុកភូមិខ្ញុំឪពុកខ្ញុំមនុស្សទៅពេញផ្ទះcủaខ្មែរយើងនៅពេលណាមានមនុស្សឈឺអញ្ចឹងគឺគេជ្រុំជ្រែកគ្នាទៅពេញផ្ទះឪពុកខ្ញុំគឺដាក់ភ្លើងនៅចុងជើងចុងក្បាលហើយលោកសោតមុន3ថ្ងៃជាប់គ្នាអត់ផុតគេថាអត់អីស្រាប់តែមិនទៅគាត់ហូបបបរបានគាត់អីគាត់ដើរបានមានកម្លាំងមានកំហែងទៅគាត់ទៅធ្វើការទាំងស្លេកស្លាំងធ្វើយូរទៅក៏មានធម្មតាវិញគាត់ជាអាជំងឺគ្រុនចាញ់នេះហើយចំនួននោះមិនដឹងជាពេទ្យចាក់ថ្នាំស្អីទេពេទ្យភូមិពេទ្យផ្សារអាមែនមិនមន្ទីរពេទ្យមានជំនាញថ្នាំគ្រុនចាញ់ម៉ាឡារីអីនេះឥឡូវទេដូចខ្ញុំថាចឹងគាត់រស់នឹងគុណបុណ្យបារមីដែលគាត់ជួយប្រទេសជាតិមួយឆ្នាំក្រោយមកឆ្នាំ97បងប្អូនក្រោយពីគាត់
ជាក្រុមចាញ់គាត់ធ្វើការធម្មតាគាត់ធ្វើការធម្មតាតែបើតែគាត់បុគ្គលិកការិយាល័យមែនប៉ុន្តែពេលដែលគេត្រូវបញ្ជូនកម្លាំងទៅភ្នំជៀលបញ្ជូនកម្លាំងទៅភ្នំស្រួចគេត្រូវទៅគាត់ត្រូវទៅដែរណាមួយឆ្នាំក្រោយមកមានរដ្ឋប្រហារនៅក្រុងភ្នំពេញពេលហ្នឹងកងទ័ពរបស់គណៈបកប្រជាជនដេញវាយកងទ័ពហ៊ុនស៊ុនប៉ិចដល់ព្រំដែនថៃពេលនោះឪពុករបស់ខ្ញុំជាយន្តហោះជាដឹកបញ្ជូនទៅបាត់បងប្អូនណាអានេះខ្ញុំនិយាយពេលដែលខ្ញុំចិត្តប្រឡំបាត់នោះមិនដល់សល់មួយឆ្នាំ97 98បងប្អូនខ្ញុំប្រឡំបាត់ដុក99ពាក់កណ្ដាលថ្នាក់ទី11ចិត្តចូលប្រឡំបាត់ដុកបងប្អូនណាខ្ញុំរៀនបញ្ចូលជំនាន់ហ្នឹងមានអត់មានទូរស័ព្ទមានអីទេប៉ុន្តែមានវិទ្យុអាស៊ីសេរី VOA ផ្សាយលឺតែស្លាប់ទៅហ៊ានទៅជិះដៃនឹងជន់មានស្លាប់ជន់មានស្លាប់គ្រុនចាញ់ជន់មានស្លាប់គ្រុនចាញ់បងប្អូនពិចារណាមើលទៅឲ្យខ្ញុំរៀនយ៉ាងម៉េចបើឪពុកខ្ញុំនៅជិះដៃថៃវាយហ្នឹងបងប្អូនវាយអគ្គនាយសេនាធិការរងមួយខ្ញុំហៅអ៊ំមែនទេព្រោះនៅក្នុងប្រទេសខ្ញុំនៅប្រទេសទៀតខ្ញុំហៅអ៊ំគាត់ចូលចិត្តអីសួរលេងជាមួយខ្ញុំហ្នឹងព្រោះគាត់ថាខ្ញុំឆ្លាតចាស់នៅមេវិជាការនេះខ្លះនៅរៀនគាត់ថាអានេះវាចេះអីយើងរៀនអង់គ្លេសរៀនគណិតវិទ្យារៀនអក្សរសាស្ត្រខ្មែរហ្នឹងគាត់ចេះអាសាលេងខ្ញុំនិយាយជាមួយគាត់ថារៀនគាត់សួរចេះសួរចុះតែគាត់ពិការជើងទៅសមរភូមិហ្នឹងគាត់បាក់តបហើយគាត់ពិការជើងនាយសេនាធិការរងហើយដូចជាមានមេអគ្គមានវិជាការរងក៏មានអ្នករបបពិការខ្ញុំឮតំណែងមកថានាយសេនាធិការរងគឺដាច់ជើងហើយនេះដាច់ជើងតែនៅជីវិតហើយក៏ឮរបួសឮស្លាប់នឹងឮបាត់តំណែងក្នុងនោះមានឪពុករបស់ខ្ញុំបាត់តំណែងបងប្អូនណារហូតតតែបែរជាប្រមាណគេចាប់ផ្ដើមដូរពេលមានកាលនោះពេលដែលហ៊ុនសែនគាត់ទៅបៃលិនទេគាត់ទៅបៃលិនដើម្បីជួបខៀវសំខនអីមានការចរចារំសាយសមារណកម្មទូទាំងប្រទេសមកបានចាប់ឪពុកខ្ញុំមកវិញហ្នឹងបងណាឪពុកខ្ញុំបានគាត់ត្រឡប់មកវិញបងប្អូនខ្ញុំនិយាយរឿងខ្ញុំខ្មែរយើងបើសម័យឥឡូវខ្ញុំរត់អោបទៅចំនួននោះកូននេះឪឬមិនដូចឥឡូវនេះឬមិនដូចចេតនាវាអត់សូវតែទឹកចិត្តខ្លួនណាពេលដែលឪពុករបស់ខ្ញុំគាត់ចុះពីលើឡានមកបងប្អូនខ្ញុំដើររស់ខ្ញុំតែចុះមិនគាត់ធ្វើដើររស់ឪពុកបងប្អូនសម័យមើលពុកមាត់គាត់ដូចពួកឌីលុំមុងហ្នឹងគាត់អត់ដែលបានកាត់ពុកមាត់ទៅឲ្យស្គមមកបងណាស្គមមុខមាត់ទុសៀអាបាំងកភ្លើងដាក់ពីមុខហ្នឹងនៅពេញទ្រូងមនុស្សស្គមអាបាំងកភ្លើងដាក់មុខពេញទ្រូងហើយនឹងកភ្លើងអាការកភ្លើងខ្លីរបស់គាត់សៀតមកជួយខ្ញុំសម្លឹងមើលមកស្ទុះបានឃើញប៉ាខ្ញុំមកបងប្អូនគាត់ចុះពីលើឡានមកដល់ពេលហ្នឹងរុនធត់ហើយក៏អរទេថាគាត់មានជីវិតគឺខ្ញុំលែងបារម្ភចាប់ពីពេលហ្នឹងមកគឺលែងមានការបាញ់គ្នាហើយទូទៅព្រោះពេលហ៊ុនសែនគាត់ទៅបៃលិនគាត់ទៅនេះទៅសមារណកម្មឯកភាពកងទ័ពទឹកដីទូទាំងប្រទេសក៏ចាប់ពីពេលហ្នឹងមកខ្ញុំក៏ប្រឡងបាក់ដុកបានសុខសាន្តបាទប្រឡងរៀនរហូតមកទល់ឥឡូវអញ្ចឹងព្រឹត្តិការណ៍3នេះដែលខ្ញុំចងចាំពីឪពុករបស់ខ្ញុំទី1កាលពីខ្ញុំនៅក្មេងៗចន្លោះពីឆ្នាំ93 94ហ្នឹងគឺគាត់បាត់មួយឆ្នាំបងប្អូនកូនបាត់ឪពុកមួយឆ្នាំមិនធម្មតាទេទី2គឺគាត់គ្រុនចាញ់ណែ3ថ្ងៃជាប់គ្នាម្ដាយខ្ញុំយាយខ្ញុំយំម្ដាយខ្ញុំគាត់ជុំនៅជើងខោនៅចុងជើងគាត់មានរំពឹងអីបើមនុស្សអត់ដង្ហើមទៅសល់ទឹកហ្នឹងគ្រុនចាញ់ណាតែនេះឪពុកខ្ញុំឆ្លងផុតជីវិតតែខ្ញុំបន់បងប្អូនខ្ញុំមានជំនឿកាលពីក្មេងខ្ញុំថាឪពុកខ្ញុំអត់ស្លាប់ខ្ញុំមានជំនឿចិត្តអញ្ចឹងខ្ញុំច្បាច់ជើងឲ្យគាត់ខ្ញុំថាគាត់អត់ទៅណាកម្លាំងចិត្តខ្ញុំច្បាច់ជើងពុទ្ធជៈត្រូវច្បាច់ទៅបត់គាត់ត្រជាក់គាត់ស្លេកណាគ្រុនចាញ់ញាក់គាត់ត្រជាក់ខ្ញុំទៅឃ្លុំភួយតើយើងច្បាច់ឲ្យខ្លាំងញាក់អង្គើក្រែយើងអង្គើទុកខ្ញុំចាំបានខ្ញុំច្បាច់ជើងគាត់ទៅផ្ទាល់ដែរនេះទៅគឺភាវនាធនខ្ញុំច្បាច់ទេលោកភាវនាធនខ្ញុំច្បាច់ជើងឲ្យឪខ្ញុំហើយខ្ញុំមានជំនឿថាគាត់នៅហ្នឹងមែនបងប្អូនគាត់ទៅណាក្រោយមកទៀតនៅសមរភូមិចុងក្រោយដែលខ្ញុំនិយាយនេះគាត់ទៅព្រំដែនកាលហ្នឹងដូចជាមកវិញជីទូកគាត់រៀបរាប់ហើយគាត់ធ្លាប់ប្រាប់ជីទូកតាមកោះកុងនឹងព្រំដែននៅណាវាយរហូតដល់កោះកុងរហូតបានទៅជីយន្តហោះមកវិញជីឡាននេះជីទូកមកដល់កោះកុងមកដល់កំពង់សោមគាត់ជីឡានមកចូលប្រទេសធាននៅខេត្តទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺពេលហ្នឹងមនុស្សចុះព្រុសមកខ្ញុំមើលគាត់មិនថាទេមកសន្ទុះបានឃើញមិនថាចុងជិះតែឃើញមនុស្សចុះមកមិនឡានមកមិនមកម្ដងមួយឡានមក4-10នាទីមួយបងប្អូនគាត់និយាយនឹកឃើញអារឿងហ្នឹងក៏បោកពោះដែរអាឡានទី1អត់ឃើញឪខ្ញុំថាចុងយកអាងប់នៅឯណាឡានទី2អត់ឃើញខ្ញុំចាំបានកាលដូចជា2-3ឡានដែរមិនឃើញគាត់អញ្ចឹងបានខ្ញុំរៀងវិញដល់តែពេលឃើញគាត់បងប្អូនអើយ5-6ខែនៅក្នុងព្រៃអត់ដែលស្គាល់កោណាពុកមាត់គាត់ទៅឡើងសំមុំហើយគាត់ឡើងស្លាក់ស្គមបងប្អូនបាញ់ដូចខ្ញុំថាអញ្ចឹងរូបរាងមនុស្សស្គមពុកមាត់ពេញមុខទុសៀពាក់ពេញខ្លួនកភ្លើងដៃកាន់កភ្លើងឥឡូវមែនទេគាត់ត្រូវបានគេចាប់ពីចំណាប់ខ្មាំងដាក់គុកនេះបានជាខ្ញុំមើលទៅនៅលើโลกនេះខ្ញុំមិនដែលឃើញមានដឹកនាំណាសាហាវអគុណធម៌ដូចមានដឹកនាំបច្ចុប្បន្នទេប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស
ស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតដោយសារតែពេលវេលាមានកំណត់ថ្ងៃនេះខ្ញុំអត់បានចូលដល់របៀបរយៈចុងក្រោយទេដោយសារតែនិយាយរឿងនេះទៅវាក្រក់ក្ដួលបាទអញ្ចឹងសូមអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដមមែនតែនស្ដាប់ហ៊ុនសែនកើតទៅរកចិត្តចាញ់ក្មេងកតិបណ្ឌិតទៅចាប់ធ្វើបាបទៅទូរទស្សន៍សូនតារាស្ដាប់ខោជន់ផ្លាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតត្រណាក់នៅថ្ងៃក្រោយតាមពេលវេលានឹងមកដល់ឯងសូមអរគុណសូមជម្រាបលារាត្រីសួស្ដី